អាកេនាយកស្រីលេនដែលចូលក្នុងក្រុមហ៊ុនយ៉ាងមានអំណាចនិងលេចធ្លោដោយមានបុគ្គលិករងចាំទទួលនឹងអនក្បាលជំរាបសួរស្វាគមន៍អាកេនាយកលេនត្រឡប់មកប្រទេសវិញលេខាស្រីរត់យ៉ាងប្រញាប់ប្រញាល់យកឯកសារមកជូននេះជាបញ្ជីឈ្មោះបេក្ខជនណាត់ជួបមុខដែលលោកប្រធានលេនធំបានរៀបចំជូនអ្នកនាងសូមអ្នកនាងពិនិត្យមើលគ្មានអារម្មណ៍ទេក្រវ៉ាត់ឯកសារចោលលើឥដ្ឋអូយបរិះម៉ូដែលកម្ពុជាទាំង101នាក់របស់ខ្ញុំអាកេនាយកលេនគិតឡើងវិញហើយនឹកឃើញការសន្យាមួយមិនត្រូវទេយប់មិញបានសន្យានឹងលោកជីតាថាត្រូវតែជ្រើសរើសម្នាក់ឲ្យបានរូបភាពរំលឹកអតីតកាលលោកជីតានិយាយទៅកាន់នាងជីតារបស់ឯងអាយុ70ឆ្នាំហើយឯងមិនអាចចាំដល់ប៉ុន្មានឆ្នាំទៀតរួចដុតរូបប្តីឯងឲ្យជីតាមើលនៅភ្នំនោះទេជីតាឲ្យពេលឯងមួយថ្ងៃដើម្បីជ្រើសរើសឲ្យបានល្អបើមិនដូច្នោះទេកុំសង្ឃឹមថានឹងបានស្នងតំណែងក្រុមហ៊ុន Len Group ឲ្យសោះត្រឡប់មកបច្ចុប្បន្នហើយចាត់ទុកថាស៊ូទ្រាំបន្តិចចុះដើម្បីបានស្នងតំណែង Len Group ខ្ញុំត្រូវតែទ្រាំបន្តិចហើយអាកេនាយកលេនកុំធ្វើបាបខ្ញុំអីលោកប្រធានធំបានប្រាប់ថាប្រសិនបើអ្នកនាងនៅតែរកមិត្តប្រុសមិនបានទៀតពួកយើងទាំងអស់គ្នាច្បាស់ជាមិនបានរស់ស្រួលទេឲ្យតែជាប្រុសគឺបានហើយត្រូវទេនាងបើកមើលកាតាឡុកឯកសារចុះរូបថតរបស់ Shen Bichen Sen Peichen ណែណាមនុស្សម្នាក់នេះរៀងអៀនច្រើនបន្តិចទើបមិនហ៊ានដាក់រូបថតអៀនច្រើននៅមាន100នាក់ទៀតណាសាក់មើលអ្នកផ្សេងយកគាត់នឹងហើយរៀបចំឲ្យ Shen Bichen មកណាត់ជួបមុខជាមួយខ្ញុំភ្លាមShen Bichen ខ្ញុំពិតជាចង់ដឹងណាស់ថាមនុស្សម្នាក់នឹងអៀនដល់កម្រិតណាសន្តិសុខម្នាក់ Shen Bichen ដើរចូលមកនោះប្រហែលជាអាកេនាយកស្រីដែលទើបតែត្រឡប់មកពីបរទេសហើយឡើងកាន់តំណែងហើយមើលទៅឯងមើលស្អែកហ្នឹងបើមើលអាកេនាយកលេនទៀតប្រយ័ត្ននាងខ្វេសភ្នែកឯងចេញអាកេនាយកលេនកាច់ម្លេះសំណាងហើយដែលនាងមិនមែនជាសង្ការរបស់ខ្ញុំShen Bichen ទេមកធ្វើអីចេះ Shen Bichen លើកជង្គង់អង្វរ Louvain នៅក្នុងហាងកាហ្វេបងប្អូនឯងត្រូវតែជួយសង្គ្រោះខ្ញុំណាតែឯងស្រាប់តែឲ្យខ្ញុំមកជំនួសជួបមុខជំនួសឯងបែបនេះវាមិនកើតទេមិនកើតទេឯងទៅរកអ្នកផ្សេងទៅបងលោកឯងទៅមិនបានទេខ្ញុំរស់ដោយគ្មានឯងមិនបានទេមើលចុះផ្អែមល្ហែមខ្លាំងណាស់ប្រុសសម័យនេះបើកចំហខ្លាំងណាស់ណោះមិនខ្លាចអ្នកផ្សេងមើលតតែសោះនេះបានហៅថាស្នេហាពិតបងលោកអង្គវរែងជួយស្រឡាញ់អាណិតខ្ញុំម្ដងទៀតទៅ Louvain ឯងលេងដៃសិនមើលមិនលេងទេឯងភ្លេចហើយឬថានរណាជាអ្នកកំដរែងគេចសាលាទៅលេងហ្គេមគឺខ្ញុំចុះកាលនោះនរណាជាអ្នកកំដរែងលួចមើលប្រដាស់លួចចម្លងពេលប្រឡងក៏ជាខ្ញុំដែរចុះហេតុអីបានជាពេលរៀនចាំមហាវិទ្យាល័យចប់ខ្ញុំធ្វើជាសន្តិសុខឯងបានចូលធ្វើការក្នុងក្រុមហ៊ុនឪពុកឯងដើរញ៉ាក់ស្រីទៅវិញស្អែកនាងមកដល់ហើយបងប្អូនធ្វើឲ្យបានល្អណាស់សេរីភាពពាក់កណ្ដាលជីវិតដែលនៅសល់របស់ខ្ញុំប្រគល់ឲ្យឯងហើយរត់ចេញបាត់ឈប់សិនមិនមែនទេខ្ញុំកើតមកសំតែធ្វើជាអ្នកទទួលរងគ្រោះជំនួសឯងមួយជីវិតមែនទេអ្នកឯងជាគូណាត់ជួបដែលលោកជីតាខ្ញុំណែនាំមែនទេស្អាតថ្នាក់ហ្នឹងតែដូចជាធ្លាប់ជួបណែណា Shen Bichen មែនទេអូបាទអញ្ជើញអង្គុយធ្វើឲ្យនាងគិតថាខ្ញុំមិនចាំឈ្មោះនាងមិនគោរពនាងឲ្យកាត់ពិន្ទុចំណាប់អារម្មណ៍ដំបូងចោលសិនចាំគិតទៀតអូជំរាបសួរតើខ្ញុំគួរហៅអ្នកនាងយ៉ាងម៉េចដែរនេះជាកាតរបស់ខ្ញុំអូសុំទោសមិនអីទេខ្ញុំមិនស្អប់ប្រុសដែលមានចិត្តក្លាហានទេប្រសើរជាងពួកអ្នកដែលឃើញខ្ញុំហើយញាប់ញ័រច្រើនណាស់បើកចំហថ្នាក់នឹងផងប្រាប់ថាគាត់ជាមនុស្សអៀនច្រើនតើមិនក៏មើលទៅដូចជាមនុស្សប៉ិនប្រសពខាងសង្គមចម្លែកចេះ Len Machu Lin Musia Lin អាកេនាយកស្រីនៃ Len Group អ្នកឯងស្គាល់ខ្ញុំដែរអត់មិនស្គាល់ទេគ្រាន់តែធ្លាប់ឮឈ្មោះមកជួបគូណាត់ជំនួសគេសម្ដែងធ្វើជា Shen Bichen សោះស្រាប់តែមកជួបមេថ្នាក់លើ CEO របស់ខ្លួនឯងទៅវិញអត់កើតទេខ្ញុំត្រូវតែរកវិធីគេចខ្លួនឲ្យឆាប់អញ្ចឹងពួកយើងសុទ្ធតែជាមនុស្សពេញវ័យដូចគ្នាមានរឿងខ្លះខ្ញុំនិយាយត្រង់ចុះខ្ញុំធ្លាប់មានសម្ពន្ធស្នេហាជាមួយស្រីច្រើនណាស់អ្នកនាងប្រកាសជាប្រកាន់នឹងទទួលយកមិនបានទេមែនទេមានបទពិសោធន៍ច្រើនជារឿងល្អតើមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំជាមនុស្សចូលចិត្តចាយវាខ្ជិះខ្ជីខ្លាំងណាស់ចាយខ្ជិះខ្ជីតើអ្នកឯងអាចចាយអស់ប៉ុន្មានទៅមួយខែយ៉ាងតិចក៏អស់5,000 យន់ដែរខេអូយច្រឡំនិយាយតិចពេកហើយ
ភ្លេចថានាងជាប្រធានក្រុមហ៊ុនសៀវគួរតែប្រាប់ថាអស់1 ទៅ 2 លានទៅត្រូវខ្ញុំនេះពិតជាមិនចេះកុហកគេមែនសំមុខហើយដែលក្រហាមបែបនេះរៀបការហើយខ្ញុំឲ្យអ្នកឯង10 ដងនៃចំនួនហ្នឹងមែនអីមិនត្រូវទេខ្ញុំមកទីនេះគឺដើម្បីបង្កការរំខានធ្វើឲ្យខូចរឿងតើអ្នកឯងទះកំភ្លៀងខ្លួនឯងធ្វើអីអ្នកនាងលែនខ្ញុំស្រាប់តែមានអារម្មណ៍ថាក្តៅស្អុះស្អាប់តិចតួចហេតុអ្វីពួកយើងមិនទៅនិយាយគ្នានៅសន្តាគារវិញយ៉ាងម៉េចដែរអ្នកឯងចង់ទៅបើកបន្ទប់បាទទើបតែជួបមុខគ្នាដំបូងសោះបួរទៅបើកបន្ទប់សន្តាគារបែបនេះមនុស្សស្រីណាដែលទទួលយកបានលើកនេះច្បាស់ជាបដិសេធហើយល្អតើហាពន្លឺថ្ងៃចាំងចែងចាស់ភ្នែកសោះប្រធានក្រុមហ៊ុនស្អាតថ្នាក់នឹងមិនមែនចង់មកបើកបន្ទប់ជាមួយខ្ញុំមែនទេអ្នកនាងនេះជាកាត់បន្ទប់របស់អ្នកនាងសូមអញ្ជើញជួយផងនាងប្រហែលជាធ្លាប់មកបើកបន្ទប់បែបនេះញឹកញាប់ហើយមើលទៅចុះបើមានឆ្លងជំងឺស្អីមកធ្វើម៉េចទៅតោះទៅសម្លាញ់ចិត្តរបស់ខ្ញុំឈប់តាមពិតអ្នកនាងអាចគិតគូរឡើងវិញបានណាពួកយើងវិវត្តលឿនពេកហើយដឹងមិនមែនអ្នកឯងទេអីដែលថាចង់មកនិយាយគ្នានៅសន្តាគារតែខ្ញុំក៏មិននឹកស្មានថាអ្នកនាងយល់ព្រមមែនទែនដែរនឹងអាឡូលូវែនឯងណែណាម៉ោងធ្វើការបែរជាដើរផ្ដេសផ្ដាស់មិនចង់ធ្វើការទៀតទេមែនទេលោកប្រធានខ្ញុំបានសុំច្បាប់តើអញឲ្យឯងសុំច្បាប់ពេលណាប្រញាប់ប្រញ័ររត់ក្បាលត្រឡប់មកវិញភ្លាមសុំទោសផងអ្នកនាងលិនផ្ទះខ្ញុំមានការប្រញាប់ខ្ញុំត្រូវតែត្រឡប់ទៅវិញឥឡូវនេះហើយអរគុណច្រើនណាស់នេះជាការសម្ញជនអន្តរាយឬការសន្តិសុខរបស់ក្រុមហ៊ុន Lindsay Lens Group ប្រធានចង្រៃនោះពិតជាហួសហេតុជាមិនបានមែនហើយមកពីឆ្ងាយគ្រាន់តែឲ្យមកជូតអេតអញជាសន្តិសុខតើមិនមែនអ្នកអនាម័យឯណាចាំផងយ៉ាប់ហើយមិនក៏នាងត្រឡប់មកវិញដែរអ្នកឯងកើតអីហ្នឹងខ្ញុំមិនឲ្យអ្នកឯងចាំបន្តិចទេអីឥឡូវសន្តិសុខធ្វើរោគធំថ្នាក់នឹងផងសុំទោសផងត្រចៀកខ្ញុំមិនសូវឬមិនបាននៅអ្នកនាងហៅទេខ្លួនធំខ្ពស់ស្រឡះសោះមិនក៏និយាយសំឡេងតូចដូចមនុស្សស្រីអញ្ចឹងខ្ញុំប្រែសំឡេងឡើងប្លែកម៉ែចំណាំមិនបានផងនាងច្បាស់ជាចំណាំខ្ញុំមិនបានទេមើលទៅអ្នកឯងឡើងទៅជាន់ណាជាន់ទី10សំឡេងអ្នកឯងជាន់ទី10អរគុណចម្លែកណាស់មិនក៏មានអារម្មណ៍ថាដូចធ្លាប់ជួបគេណីណាជួយផងប្រធានចង្រៃនឹងចូលមកធ្វើអីទៀតលោកប្រធានលែនជួបគ្នាចៃដន្យម្លេះខ្ញុំចាំថាអ្នកនាងទៅជួបគូណាត់តើមែនទេមានការប្រញាប់ទើបត្រឡប់មកវិញមុនវ៉ែនមិនក៏ឯងនៅទីនេះជូតសម្អាតគ្រប់ជាន់អស់ហើយឬនៅចិត្តរួចហើយសំឡេងឯងកើតអីហ្នឹងមិនក៏ប្រែជាតូចស្ដាងអញ្ចឹងធ្វើការហត់ពេកចង់រលាកបំពង់ក៏សុំផ្លូវលូវែនឯងប្រញាប់ទៅចាប់ជាតិឬយ៉ាងម៉េចខោអាវសន្តិសុខលូវែនគេជាបុគ្គលិកផ្នែកសន្តិសុខរបស់អ្នកមែនទេបាទជាអ្នកថ្មីគ្រាន់តែជាប្រុសក្រហាមម្នាក់ប៉ុណ្ណោះលោកប្រធានលែនកុំប្រកាន់អីកាត់សន្តិសុខរបស់លូវែនមិនក៏នៅជាមួយលោកប្រធានលែនអញ្ចឹងចុះរូបថតលើកាត់ទៅណាបន្តិចទៀតធ្វើការរួចប្រាប់ឲ្យគេឡើងទៅជួបខ្ញុំនៅបន្ទប់ធ្វើការផងបាទគ្មានបញ្ហាទេលែនមកជួកាន់កាត់មើលឲ្យញឹមយ៉ាងមានប្រៀបប្រសិនបើឲ្យលែនមកជឿដឹងថាខ្ញុំជាអ្នកខ្លាញ់បន្លំធ្វើជាគូណាត់របស់នាងខ្ញុំអត់ត្រឹមតែត្រូវគេបដិសេធដេញចេញសាមញ្ញអញ្ចឹងទេអាឡូលោកតាហែថ្ងៃនេះការជួបមុខគូណាត់រលូនល្អទេបានបញ្ចប់ហើយឥឡូវខ្ញុំត្រឡប់មកធ្វើការនៅក្រុមហ៊ុនវិញហើយកុំមកកុហកភូតផរអញចាំអញឲ្យជំនួយការយ៉ាងមកអញនឹងផ្ញើបញ្ជីឈ្មោះគូណាត់ថ្មីឲ្យនាង
bàលោកតាមានពេលមិនក៏មិនឲ្យខ្ញុំធ្វើការងារឲ្យបានត្រឹមត្រូវផងសម្រាប់ឯងការរៀបការគឺជាការងារសំខាន់បំផុតបើនៅតែអូសបន្លាយទៀតអញនឹងឲ្យក្រុមប្រឹក្សាភិបាលដកឯងចេញពីតំណែងសៀវមិនខានលោកតាចង់មានន័យថាម៉េចហ្នឹងខ្ញុំច្បាស់ជាបានទៅជួប Shen Beijing តាមការណាត់ហើយតើចូលមកលោកប្រធានលិនលោកប្រធានរកខ្ញុំមែនទេកាត់សន្តិសុខនេះជាកាត់របស់អ្នកដែលជ្រុះបាត់មែនទេអូហូខ្ញុំថាស្វែងរកមិនឃើញសោះត្រូវហើយជារបស់ខ្ញុំដែលបាត់អរគុណលោកប្រធានលិនកាត់សន្តិសុខរបស់អ្នកមិនក៏ទៅនៅលើខ្លួនអ្នកផ្សេងទៅវិញពីថ្ងៃមុនខ្ញុំទៅផឹកស៊ីជាមួយមិត្តភ័ក្តិក៏ច្រឡំយកអាវខុសគ្នាដូច្នេះហើយទៅគេប្រហែលជាមិត្តភ័ក្តិរបស់ Shen Beijing ហើយតើសំណាងហើយដែលរូបថតលើការជ្រុះបាត់អរគុណលោកប្រធានលិនមិនក៏ខ្ញុំមានអារម្មណ៍ថាធ្លាប់ជួបគេនៅណាហើយសំឡេងតូចស្ដាងចម្លែកនេះទៀតមិនធម្មតាទេជប់សិនកុំទាន់ទៅលោកប្រធានលិនអ្នកនាងមានការអីទៀតមែនទេដោះម៉ាស់ចេញតើនាងដឹងថាខ្លែងធ្វើជាគូណាត់របស់នាងហើយមែនទេអ្នកឯងមិនហ៊ានមែនទេគ្មានអីត្រូវមិនហ៊ាននោះទេមកពីខ្ញុំទើបតែផ្ដាសាយក្រែងឆ្លងទៅលោកប្រធានលិនខ្ញុំឈរឆ្ងាយពីអ្នកឯងបន្តិចទៅមិនឆ្លងទេរស់រាន់ដោះម៉ាស់ចេញភ្លាមខ្ញុំគ្រាន់តែមើលបន្តិចប៉ុណ្ណោះធ្វើម៉េចទៅប្រសិនបើនាងឃើញថាខ្ញុំខ្លែងធ្វើជា Shen Beijing នាងច្បាស់ជាសម្លាប់ខ្ញុំមិនខានលោកប្រធានលិនគម្រោងអភិវឌ្ឍឆេងសៃរួចរាល់ហើយសូមអញ្ជើញចុះហត្ថលេខាឱកាសល្អលួចរត់សិនចុះមនុស្សទៅណាហើយអាលូវែននេះច្បាស់ជាមានលាក់បាំងអីនឹងខ្ញុំហើយមើលទៅមិនយូរទេក្រុមហ៊ុនលោកស្រីលេនប្រហែលជាទ្រាំលែងចប់ហើយឆ្នាំងបាយរបស់អញមួយនេះមើលទៅត្រូវប្រញាប់ស្វែងរកកន្លែងថ្មីទៅបានស៊ូយ៉ាមិនក៏នាងមកទីនេះថ្ងៃនេះជាថ្ងៃខួបកំណើតអញតាខ្ញុំជូនសម្បត្តិគុណពីស្ទ្រីតនេះទៅអញអរគុណច្រើនចុះពួកយើងទៅមើលពេលណាដែរមើលគុណប្រកាសជាទៅមើលជាមួយមិត្តស្រីអញហើយមួយវិញទៀតខ្ញុំរវល់ណាស់ខ្ញុំគ្មានពេលកំដរឯងទេចុះនាងបន្តិចទៀតខ្ញុំត្រូវទៅឃ្លាំងក្រុមហ៊ុនរើអេវ៉ាន់បើឯងជួយខ្ញុំរើខ្ញុំនឹងទៅមើលគុណជាមួយឯងយ៉ាងម៉េចដែរបានតាប្រកាសជាបានហើយស៊ូយ៉ាស្រែកប្រាប់លូហ្វែនឲ្យប្រយ័ត្នពេលលីកេសអេវ៉ាន់ធ្ងន់ចង្រៃយកនរណាកម្លាំងធំម្លេះលោកប្រធានលិនអ្នកនាងមិនអីទេមែនទេលោកប្រធានលិនឈប់ភ្លាមលេនមកជឿនឹងជំនួយការរត់ដេញតាមលូវែនតាមចិន្តាអាសន្នចប់ហើយខ្ញុំមកបាត់ហើយលើកនេះលេនមកជឿរត់មកតាន់ហើយឈរនៅចិន្តាស្រែកបញ្ជាអ្នកឯងងាកមុខមកនេះភ្លាមសុំទោសផងលោកប្រធានលិនខួរក្បាលអ្នកឯងមានបញ្ហាដើរបុកគេហើយគ្រាន់តែសុំទោសទៅបានហើយធ្វើអីខ្ញុំក៏ចង់សុំទោសដែរតែមកពីភ័យខ្លាចអ្នកនាងចំណាំមុខបានតើកាត់ប្រាក់ខែ1ម៉ោងមានបញ្ហាទេគ្មានបញ្ហាទេសំឡេងអ្នកឯងទើបតែរត់800ម៉ែត្រត្របាញ់មិញប្រហែលជាចិត្តជាផ្ដាសាយហើយលិនមកជូដាចូលទៅចិត្តហើយស្គាល់សំឡេងអ្នកឯងជាមិត្តភក្តិរបស់ Shen Beijing មែនទេជួយខ្ញុំមួយរឿងយប់នេះហើយគេចេញមកខ្ញុំមានការត្រូវជួបគេបន្តិចទៀតខ្ញុំត្រូវទៅមើលគុណជាមួយមិត្តភក្តិចាំថ្ងៃក្រោយបានទេអាយ៉ាមិនដឹងមិនទេអំបញ្ញមិញត្រូវគេបុកមួយទំហឹងស្រាប់តែចង់ការជំងឺធ្ងន់អស់រាប់លានគុំនិយាយទៀតអីលោកប្រធានលិនមិនដឹងមិនទេអំបញ្ញមិញត្រូវគេបុកមួយទំហឹងស្រាប់តែចង់ការជំងឺធ្ងន់អស់រាប់លានគុំនិយាយទៀតអីលោកប្រធានលិនការងារនេះខ្ញុំលូវែនទទួលជួយដោះស្រាយជូនបានជួបលេនមកជឿថែមទាំងបានលុយរាប់លានគឺពិតជាកម្រៃណាស់លេនមកជឿដើរចូលមកទាំងនិយាយទូរស័ព្ទរួចដើរសម្ដៅទៅតូលូវែន
អ្នកឯងមានទូរស័ព្ទ2គ្រឿងមែនទេបានជាអំបញ្ញមិញខ្ញុំទេទៅមិនព្រមរើសលេនមកជួយចាប់យកទូរស័ព្ទលូវែនមកស្កេនមុខចាក់សោអ្នកនាងធ្វើស្អីហ្នឹងយកទូរស័ព្ទមកឲ្យខ្ញុំវិញភ័យធ្វើអីគ្រាន់តែរក្សាលេខទូរស័ព្ទខ្ញុំទុកប៉ុណ្ណោះយើងចិត្តរៀបការជាមួយគ្នាហើយយ៉ាងហោចណាស់ក៏ត្រូវមានលេខទំនាក់ទំនងគ្នាដែរកញ្ញាលេនដូចជាយល់ច្រឡំហើយខ្ញុំមិនបានបំរុងនឹងរៀបការជាមួយអ្នកនាងទេចុះហេតុអីបានជាអ្នកឯងទៅបើកបន្ទប់ជាមួយខ្ញុំមកពីអ្នកឯងជាប្រុសព្រានមិនមែនទេមិនមែនខ្ញុំទេចង្រៃយកមកប៉ះគ្នាចំពេលនេះទៀតខ្ញុំទៅបន្ទប់ទឹកមួយផ្លែកលូវែនរត់គេចខ្លួនដោយភ្លេចទូរស័ព្ទនៅលើតុស្រីស្អាតដែលទើបចូលមកបានដកទូរស័ព្ទខលទៅលេខស៊ូយ៉ាលូវែនសំឡេងរត់ទូរស័ព្ទរបស់លូវែនដែលនៅលើតុលេនម៉ាត់ជូបានបន្លឺឡើងនោះជាសំឡេងរត់ទូរស័ព្ទរបស់លូវែនគេក៏នៅទីនេះដែរលេនម៉ាត់ជូនិងស្រីស្អាតនោះសម្លឹងមើលមុខគ្នារៀបនឹងដឹងការពិតស៊ូយ៉ាគួរតែចេញទៅបាត់ហើយមើលទៅមានរឿងអីហ្នឹងហេតុអ្វីបានជាពួកគេទាំងពីរអង្គុយជេរគ្នាយ៉ាងស្និទ្ធស្នាលបែបនេះលោកតើមានអ្វីឲ្យខ្ញុំជួយដែរទេស៊ូធ្វើសញ្ញាឲ្យស្ងាត់ឈួតមែនអបាញ់មិញនោះគឺគាត់ជាស៊ូយ៉ាបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្ញុំគ្រាន់តែជែកសួរខ្យល់គ្នាប៉ុណ្ណោះខ្ញុំឃើញអ្នកទាំងពីរនិយាយគ្នាសប្បាយណាស់តើមាននិយាយដល់ខ្ញុំដែរទេមានតានាងនិយាយថាសំឡេងរោទទូរស័ព្ទរបស់អ្នកដូចសំឡេងរោទទូរស័ព្ទមិត្តភក្តិនាងទៅពួកយើងជែកគ្នាបន្តិចបន្តួចទៅគ្រាន់តែប៉ុណ្ណឹងមិនបាននិយាយអីផ្សេងទៀតទេចាស់ត្រូវហើយសំណាងហើយដែលខ្ញុំសំណាងល្អលូវែនតើអ្នកណៃណារឿងភាគចិត្តចាប់ផ្ដើមហើយទេឥឡូវហើយសុំទោសផងកញ្ញាលេងយប់នេះខ្ញុំមានការប្រញាប់ខ្ញុំត្រូវត្រឡប់ទៅវិញសិនហើយអ្នកឲ្យចាំមើលចុះរឿងចុះសម្បត្តិអាពីពីចាំនិយាយគ្នានៅថ្ងៃក្រោយចុះថាប្រញាប់ប្រញ័របែបនេះតើទៅធ្វើអីឲ្យប្រកាសលើកដំបូងដែលទៅមើលកូនជាមួយគ្នាប្រកាសជាយឺតពេលហើយស៊ូយ៉ាច្បាស់ជាជេរខ្ញុំមិនខានគឺអ្នកសោះឡើងឡានមកខ្ញុំជូនទៅអរគុណច្រើនប្រញាប់ចូលទៅចុះតើគាត់មានអ្នកដែលគាត់ស្រឡាញ់ហើយមែនទេសារលូហ្វែនផ្ញើទៅស៊ូយ៉ាខ្ញុំមកដល់ហើយសុំទោសផងណាអីយ៉ាមានរឿងអីហ្នឹងអាហែងអត់ចេះមើលផ្លូវទេអីមិនឃើញឡាននៅខាងមុខទេហេសុំទោសចៅហ្វាយវ័យក្មេងអំបញ្ញមិញខ្ញុំភ្លេចខ្លួនជប់ដៃភ្លាមអូសុំទោសផងខ្ញុំប្រញាប់ទៅធ្វើបុណ្យខួបកំណើតឲ្យមិត្តភក្តិក្រុមហ៊ុន Shenshake Group Shen B ចឹងមែនទេត្រូវហើយប្រសិនបើមានការខូចខាតត្រូវជួសជុលអីអាចទូរស័ព្ទមកខ្ញុំបានគ្រប់ពេលអ្នកគឺជា Shen B ចឹងចុះអ្នកដែលទើបតែចូលទៅក្នុងរោងកុនអំបញ្ញមិញនោះជាប្រុសណាបានហើយលោក Shen តូចពួកយើងគួរតែជាគ្នារៀបរយហើយបាទសូមអ្នកនាងសួរមកតើអ្នកដែលមកជួបមុខមើលខ្លួនជំនួសលោកហើយជា Shen B ចឹងខ្លាំងនោះតាមពិតជាអ្នកណាតាមពិតទៅខ្ញុំក៏មិនដឹងថាតើគេជាអ្នកណាដែរខ្ញុំរកគេឃើញតាមរយៈកម្មវិធីជ្រើសរើសបុគ្គលិកគេធ្វើការងារប្រភេទនេះអាជីពតែម្ដងអាឡូលោកប្រធាន Shen លោកកូនកញ្ញាលេនរឿងបន្តិចបន្តួចប៉ុណ្ណឹងមិនបាច់ប្រាប់ឪពុកខ្ញុំទេមើលទៅបើលោកប្រុស Shen ចង់ដោះស្រាយស្ងាត់បែបនេះអញ្ចឹងនាំខ្លួនគេមកជួបខ្ញុំមកខ្ញុំសុំសួរមួយគេគឺដែលអ្នកនាងនិយាយសំដៅលើគឺអាបោកប្រាស់ដែលមកជួបមុខជំនួសលោកហើយស្ទើរតែបានរៀបការជាមួយខ្ញុំនោះឯងស៊ូយ៉ាលីហើយណាអាឡូបងលោឥឡូវបងណៃណាទើបតែមើលកូនជាមួយស៊ូយ៉ាចប់តើមានការអីនាងមិនមែនទើបតែបែកគ្នាជាមួយសង្សារចាស់ទេហេលើសពីនេះនាងតែងតែប្រើបងរហូតនេះបងប្រញាប់ប្រញើទៅធ្វើជាកង់បំរុងក៏ឲ្យនាងទៀតហើយមែនទេមានការអីនិយាយមកបើគ្មានការទេខ្ញុំព្យួរហើយ
អើយកុំអើបជួមិនខ្វល់ថាអ្នកឯងប្រើវិធីអីទេត្រូវតែហៅគេមកជួបខ្ញុំឲ្យបានមើលទៅមានតែប្រើល្បិចល្បួងសម្រស់ទេដឹងលូវែនឆាប់ភ្ញាក់ឡើងលូវែនចុងក្រោយភ្ញាក់ហើយមិនមែនទេព្រឹកព្រលឹមស្រាងឯងមកផ្ទះអញធ្វើអីហ្នឹងម្សិលមិញមិនបានធ្វើបុណ្យខួបកំណើតឲ្យបងថ្ងៃនេះពួកម៉ាក់រៀបចំជូរបន្ថែមតោះនាំបងទៅសម្រាប់លំហែកាយបន្តិចសម្រាប់លំហែកាយមួយនេះមិនយកទេក្រៅពីនឹងយកមួយមុខមួយចានមកចាស់រៀបចំជូនចាស់អញកំងច្រើនម្លេះយើងពីរនាក់ហូបអស់អត់នឹងមិនអីទេអាហារពេលលាប្រហារជីវិតតើមិនក៏ឯងមើលតែទូរស័ព្ទរហូតអញ្ចឹងនាងចិត្តមកដល់ហើយអ្នកណាលេនម៉ាឃីវអូលេនម៉ាឈូហេកុំតន់ទៅអីបងប្អូនបើអញទៅអាដែលត្រូវមកគឺអញហើយលេងអញគ្មានបងប្អូនដូចឯងទេចិត្តត្រជាក់មានរឿងអីកុំអោស្លន់លូហ្វែនឯងជាបងប្អូនល្អបំផុតក្នុងជីវិតរបស់ Shen Bi ជាងនេះប៉ុន្តែបងប្អូនល្អឲ្យដាច់ខាតកុំតន់ដើរចេញឯណាមិនមែនទេអញមកល្បិចនឹងទៀតហើយអញក៏ត្រូវគេបង្ខំដែរហើយអញក៏មិនចង់ឲ្យនាងដឹងថាតើអញជាបុគ្គលិករបស់ Lens Group ដែរមែនទេចុះឲ្យអញធ្វើម៉េចវិញនាងមកហើយShen Bi ចេញអាសត្វធាតុអរគុណមិនអីទេជួបគ្នាម្ដងទៀតហើយណាអាចោលួចបេះដូងជួបគ្នាម្ដងទៀតហើយណាអាចោលួចបេះដូងស្លាប់ហើយអញស្លាប់លើកនេះហើយអូនសំឡាញ់ចូលចិត្តដេកក្រាបលើដេកម្លេះអូនសំឡាញ់ប្រញាប់ប្រញ័រក្រោកឡើងខ្ញុំមានរឿងសំខាន់ខ្លាំងណាស់ត្រូវនិយាយជាមួយឯងសូមអញ្ជើញពិសាតាមសម្រួលចាស់អំបញ្ញមិញនាងថាមានរឿងដល់ជីវិតខ្ញុំប្រញាប់ទៅហៃឡានសង្គ្រោះបន្ទាន់120សិនហើយថ្លៃប៉ុន្មានមួយនេះប្រហែលជាកែវធំ30កែវតូច15អ្នកណាសួរឯងថ្លៃទឹកក្តៅកែវហ្នឹងខ្ញុំសួរថាឯងយកលុយ Shen Bi ជាងប៉ុន្មានដើម្បីមកមើលមុខជួបគូស្នេហ៍ជំនួសគេហ្នឹង1សែន1លាន1ពេលបាយឯងមានន័យថាឯងហ៊ានសហការជាមួយ Shen Bi ជាងមកបោកប្រាស់មនោសញ្ចេតនាខ្ញុំដើម្បីតែបាយមួយពេលហ្នឹងហ៎ចុះហត្ថលេខាឲ្យខ្ញុំស្អីគេហ្នឹងកិច្ចសន្យាជួលចាប់ពីពេលនេះទៅខ្ញុំជួលឯងឲ្យធ្វើពុតជាសង្សាររបស់ខ្ញុំមួយខែខ្ញុំឲ្យឯង10សែន100000ច្រើនម្លេះខ្លឹមសារកិច្ចសន្យារៀងស្មុគស្មាញបន្តិចបើឯងល្មើសលក្ខខណ្ឌណាមួយក្នុងនឹងឯងត្រូវសងជំងឺចិត្តទ្វេដងនៃប្រាក់កម្រៃទាំងអស់ដែលខ្ញុំបានជំពាក់តើខ្ញុំអាចជ្រើសរើសមិនចុះហត្ថលេខាបានទេបានតើទៅនិយាយជាមួយមជ្ឈមណ្ឌលប្រឆាំងការច្បោកទៅយ៉ាងណាក៏ជាប់គុកតែ3ទៅ5ឆ្នាំចេញមកវិញហើយកុំខ្ញុំចុះហត្ថលេខាមិនបានទេអីមិនអាចឲ្យនាងដឹងថាយើងជាបុគ្គលិកក្រុមហ៊ុននាងបានទេ
ខ្លែងឈ្មោះមួយសិនហើយ Luchen មិនក៏ឈ្មោះនេះស្ដាប់ទៅប្រហែលត្រចៀកម្លេះមិនប្រហែលជាត្រូវនាងសង្ស័យថាប្រើឈ្មោះខ្លែងខ្លាយទេដឹងអាឡូអូខេខ្ញុំឡើងទៅឥឡូវនេះហើយដោះខោអាវនេះនឹងចេញនាងនិយាយថាស្អីសំណាងហើយគ្រាន់តែឲ្យបដូរខោអាវស្មានតែនាងចង់ធ្វើបាបរាងកាយយើងតើបន្តិចទៀតជួបលោកតាដឹងត្រូវនិយាយយ៉ាងម៉េចណាកុំបារម្ភគ្រាន់តែសម្ដែងតើជំនាញខ្ញុំហើយចៅគឺជាមិត្តប្រុសដែលជាវខោកញ្ញាលែននិយាយដល់មែនទេជំរាបសួរលោកតាខ្ញុំឈ្មោះ Luchen បាទអង្គុយតាមសម្រួលមកជាវខោថាចៅធ្លាប់ទៅរៀននៅចក្រភពអង់គ្លេសតើពួកចៅស្គាល់គ្នានៅណាដែរឡុង Cambridge ពួកយើងជួបគ្នាម្ដងនៅឡុងបន្ទាប់មកទើបយល់ព្រមគ្នាបង្កើតទំនាក់ទំនងនៅ Cambridge អូអីចឹងតាចុះការណាត់ជួបដេកលើកដំបូងនៅណាដែរប៉មនីលីកា Big Ben ប្រាសាទ Edinburgh នៃរបស់គាត់គឺកន្លែងទាំងពីរហ្នឹងពួកយើងសុទ្ធតែធ្លាប់ទៅទាំងអស់លោកតាមនុស្សក៏បានជួបហើយអីចឹងខ្ញុំនាំគាត់ត្រឡប់ទៅវិញសិនហើយចាំថ្ងៃក្រោយមកកំដរលោកតាមម្ដងទៀតប្រញាប់ទៅណាហូបបាយល្ងាចរួចចាំទៅហើយក្នុងនាមជាចាស់ទុំខ្ញុំត្រូវតែមានកាដូជំនូនជូនចៅដែរមានកាដូទៀតរងចាំទីនេះសិនហើយចាំតាទៅយកឲ្យអូលោកតាកើតអីហ្នឹងលោកតាមិនអីទេមែនទេលើកឈាមជំងឺចាស់រ៉ាំរ៉ៃនឹងណាចៅខ្ញុំធ្លាប់រៀនវិធីច្របាច់រៀបសរសៃ message ឲ្យខ្ញុំសាកល្បងជូនលោកតាបានទេច្របាច់រៀបសរសៃអូយលោកតាមានអារម្មណ៍យ៉ាងម៉េចដែរស្រួលណាស់ចៅខាងឆ្វេងនេះថែមធម្មពលដៃធ្ងន់បន្តិចទៀតមកអាមួយនេះមើលទៅក៏មិនមែនថាល្ងងធ្វើអីមិនកើតតតែសោះឯណាលោកតាពូកែនិយាយលេងសាច់តាអំបាញ់មិញពេលហូបបាយចិត្តតែលេខឃ្លីកាត្រូវគាត់ចាប់បានទៅហើយបើឯងខ្លាចត្រូវគេចាប់បានឯងអាចសាកល្បងស្រឡាញ់ខ្ញុំមែនតែនក៏បានតើមិនប្រហែលទេដឹងប្រធានក្រុមហ៊ុនដ៏ស្រស់ស្អាតស្រឡាញ់យើងមែនអីចឹងកុំប្រាប់ណាថាយើងបានស៊ីបាយតុនផ្អែកលើស្រីអ្នកមាននឹងភ្លេចប្រាប់ឯងនៅខាងក្រោយខោឯងមានរន្ធធំមួយស្អីគេនាងឯងនេះមិនក៏មិនប្រាប់ឲ្យឆាប់ជាងនឹងអាឡូអ្នកគ្រប់គ្រងថ្ងៃស្អែកក្រុមហ៊ុនត្រូវត្រួតពិនិត្យការងារបុគ្គលិកថ្មីឯងកុំភ្លេចប្រគល់របាយការណ៍ការងារផងប្រគល់ឲ្យអ្នកណាប្រកាសជាប្រគល់ជូនលោកស្រីលេនប្រធានលេនហើយតើខ្ញុំគួរតែលាឈប់ពីការងារដោយខ្លួនឯងល្អជាងទេដឹងអ្នកបន្ទាប់លូវែននៅទីនេះទេបាទខ្ញុំនៅទីនេះមិនក៏យឺតម្លេះតោះចូលទៅខាងក្នុងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជាបុគ្គលិកថ្មីផ្នែកសន្តិសុខឈ្មោះលូវែនខ្ញុំចាំថាសំឡេងឯងមិនមែនបន្លំធ្វើជាសំឡេងបែបនឹងទេតាឈប់ចុះឯងបំរុងមិនបត់បែនមុខចេញដើម្បីរាយការណ៍ការងារទេដោះម៉ាស់ចេញខ្ញុំស្ដាប់មិនច្បាស់ទេពាក់ម៉ាស់ចេះធ្វើម៉េចទៅស្លាប់ហើយលើកនេះមិនមែនមុខអាក្រក់មើលឯណាខ្លាចគេឃើញធ្វើអីងើបមុខឡើងផ្នែកសន្តិសុខរបស់ពួកឯងគឺជាមុខមាត់របស់ក្រុមហ៊ុនយើងណាឯងមុខរបស់អ្នកតាមពិតទៅថ្មីនេះខ្ញុំអាឡែកស៊ីគ្រឿងសមុទ្រទើបយកម៉ាស់ពាក់បិទបាំងបន្តិចទៅមិនអាចទេដឹងព្រឹកមិញឃើញនៅល្អសោះនឹងអ្នកត្រឡប់ទៅវិញមុនចុះខ្ញុំអនុញ្ញាតឲ្យអ្នកឈប់សម្រាកប៉ុន្មានថ្ងៃរងចាំឲ្យជាសេះបើសិនត្រឹមត្រឡប់មកធ្វើការវិញអរគុណលោកស្រីលេន
มีក្មេងស្រីរឿងច្រើនមួយថ្ងៃគិតតែពីរឿងធ្វើការធ្វើបែបហ្នឹងធ្វើម៉េចនឹងអាចតាក់ចិត្តប្រុសបានទៅចុះឲ្យខ្ញុំមិនធ្វើការមិនកើតខ្ញុំជាកូនស្រីច្បងក្នុងគ្រួសារត្រកូលលេងត្រូវតែធ្វើជាគំរូដល់អ្នកដទៃសំឡេងនេះមិនក៏ស្ដាប់ទៅសាមត្រជាកម្លេះក្រុមហ៊ុនត្រកូលលេងធំប៉ុណ្ណឹងដែរតែសម្រាប់ប៉ុន្មានថ្ងៃមានបញ្ហាអីអាល្អិតលូវែននោះជាក្មេងល្អណាស់ឯងត្រូវតែចាប់យកគេឲ្យជាប់ណាចាស់ខ្ញុំនឹងទូរស័ព្ទជួបគេឥឡូវនេះដើម្បីឲ្យគេមកជួយច្របាច់រៀបសរសៃជូនលោកតាមិនអីទេមែនទេពួកឯងទៅចាត់ចែងចុះមិនបាច់គិតពីតាសោះតាទៅបន្ទប់ទឹកមួយផ្លែតឯងទៅចាំតានៅកន្លែងចំណតរថយន្តចុះចាស់ដឹងហើយសន្តិសុខនៅខាងក្នុងជួយបើកទ្វារបន្តិចមើលខ្ញុំប្រញាប់ណាស់ធ្វើម៉េចទៅឥឡូវនេះខ្ញុំអត់បានពាក់ម៉ាស់ផងនឹងអូយឈឺពោះស្លាប់ហើយក្រុមហ៊ុននេះមិនក៏រើសមនុស្សបែបហ្នឹងមកធ្វើការចាំមើលបន្តិចទៀតឲ្យមីខូបណ្ដេញវាចេញចោលព្រះអើយសំណាងល្អដែលគេមិនទាន់ឃើញសប្បាយចិត្តម្លេះបានឡើងតំណែងឬឡើងប្រាក់ខែហ្នឹងមិនមែនទេខ្ញុំចង់សួររឿងមួយនិយាយមកកាលពីម្សិលមិញមិនដឹងជាសន្តិសុខណាចាក់សោទ្វារឃុំប្រធានក្រុមប្រឹក្សាភិបាលនៅខាងក្រៅបន្ទប់ទឹកទេចង់ឲ្យលោកតារ៉ាខោបាត់ទៅហើយតើអូនបងដឹងរឿងនឹងអត់មិនអាចទេដឹងអ្នកណាថ្លើមធំដល់ថ្នាក់ហ្នឹងពិតមែនតើសុំទោសណាស៊ូយ៉ាខ្ញុំសុំទៅទទួលទូរស័ព្ទមួយផ្លែតមានការអីមែនអំបញ្ញមិញតើមិនមែនកំពុងឆាត់តាមវេឆាត់ល្អទេតើផ្ញើអាសយដ្ឋានផ្ទះមកយប់នេះចាំទៅទទួលមិនសូវស្រួលទេដឹងលោកតាមិនមែនធ្លាប់ជួបខ្ញុំហើយទេតាថតរូបពេលណាត់ជួបខ្លះទៅយកពាក្យប៉ុន្មានម៉ាត់ទៅបោកគេវាមិនកើតទេបិទសិនហើយណាមានការអីផ្ញើសារតាមវេឆាត់មកឯងកំពុងតាក់ទងគ្នាមែនទេមិនអាចទេត្រូវហើយអំបញ្ញមិញឯងនិយាយពីប្រធានក្រុមប្រឹក្សាភិបាលត្រូវហើយប្រធានក្រុមប្រឹក្សាភិបាលត្រូវគេធ្វើបាបចិត្តរាកខោទៅហើយយល់ថាប្រធានផ្នែកសិនបានផ្ញើវីដេអូសុវត្ថិភាពទៅឲ្យកញ្ញាលេនហើយកញ្ញាលេនថានឹងចុះមកស៊ើបអង្កេតរឿងនេះដោយផ្ទាល់មានទាំងវីដេអូសុវត្ថិភាពទៀតមិនក៏ភ័យខ្លាំងម្ល៉េះគឺខ្ញុំនឹកឃើញថាមានរឿងសំខាន់ពាក់ព័ន្ធជីវិតមនុស្សត្រូវទៅធ្វើទៅវិញមុនហើយរឿងពាក់ព័ន្ធជីវិតមនុស្សមានអីបន្ទាន់ជាងរឿងប្រធានក្រុមប្រឹក្សាភិបាលចិត្តរាកខោទៀតមានអីបន្ទាន់ជាងរឿងប្រធានក្រុមប្រឹក្សាភិបាលចិត្តរាកខោទៀតកាមេរ៉ាសុវត្ថិភាពមិនក៏អត់ឃើញអីចឹងបន្តិចទៀតខ្ញុំនឹងយកឯកសារមកជូនលោកស្រីលេនមិនក៏នាងមកទៀតហើយជោគវាសនាខ្ញុំមិនក៏ជូរចត់ម្លេះមិនដឹងជាអសន្តិសុខចង្រៃទេធ្វើឲ្យលោកតារបស់ខ្ញុំចិត្តរាកខោគាត់រស់នៅ70ឆ្នាំហើយមិនដែលរងការអាម៉ាស់បែបហ្នឹងទេអាម៉ាស់បែបហ្នឹងតើអាប្រុសណាអាចទ្រាំទ្របានទៅជើងស្រីស្អាតម្នាក់នេះមិនក៏ក្លេកចុក្លាក់មិនស្ងៀមអីចឹងតើបានមើលវីដេអូសុវត្ថិភាពពីផ្នែកសន្តិសុខហើយឬនៅវារៀបរៀងស្រពេចស្រពើបន្តិចប៉ុន្តែបើមើលតាមរូបរាងរួចហើយប្រហែលជាម្នាក់ឈ្មោះលូវែននឹងហើយលូវែនល្អណាស់ចប់ហើយលើកនេះអញស្លាប់ប្រកាសហើយលោកតាឥឡូវគាត់កំពុងខឹងពេញពោះហើយកំពុងតែតម្រង់មកក្រុមហ៊ុនហើយមិនមែនទេដឹងលោកតាខ្ញុំគ្រាន់តែមិនឲ្យលោកតាចូលបន្ទប់ទឹកតើមិនក៏លោកតាសមុជុំចង់កំហឹងខ្លាំងម្ល៉េះអាល្អិតចង្រៃឈ្មោះលូវែននោះណែណាហើយវាមកជួបអញភ្លាមបានហើយលោកតាគេប្រហែលជាមិនចិត្តណានោះទេចុះអ្នកណាប្រើឲ្យលោកតាស៊ុយការ៉េមអស់មួយទូទឹកកកនៅផ្ទះធ្វើអីអាគុំរកនេះយើងជួយកាងជើងអ្នកក្រៅផង
សម័យនេះមនុស្សដែលព្រមមកធ្វើការទាំងជឿមានមិនច្រើនទេហើយលូវែនត្រូវគេសរសើរច្រើនណាស់ក្នុងចំណោមសហការីខ្ញុំថែមទាំងចូលចិត្តគេទៀតផងតាមពិតលេនម៉ាក់ឈូមានចំណាប់អារម្មណ៍ល្អលើខ្ញុំដល់ថ្នាក់នឹងផងអីចឹងរឿងដែលខ្ញុំបោកនាងពិតជាមិនក៏បីមែនចៅចូលចិត្តគេជារឿងរបស់ចៅតែអញមិនចូលចិត្តទេគ្មានសុជីវធម៌គ្មានការអប់រំធៀបជាមួយអាល្អិតឈ្មោះលូឆែននោះគឺអន់ជាងឆ្ងាយណាស់ត្រកូលលូដូចគ្នាសោះមិនក៏ខុសគ្នាមេឃនឹងដីយ៉ាងនេះជួយផងបើលោកតានឹងចារេទាំងពីរអ្នកនេះដឹងថាលូវែនគឺជាលូឆែនហើយលូឆែនគឺជាលូវែននោះមិនសម្រាប់អាពុកអាប៉ិនដូចជាខ្ញុំនេះចោលទេអីបន្ទប់ទឹកប្រញាប់ជូនអញទៅបន្ទប់ទឹកភ្លាមលោកតាដើរប្រយ័ត្នលោកម្ចាស់កុំរៀកនៅទីនេះណាខ្ញុំខ្លាចណាស់នាងប្រញាប់ឡើង快走ឬមួយក៏ខ្ញុំគួរតែសារភាពតាមត្រង់ទៅប្រហែលជាអាចស្លាប់មិនសូវវេទនាប៉ុន្មានទេអាឡូអ្នកណាគេហ្នឹងគឺខ្ញុំលោកស្រីលេងលោកស្រីមានការអីជាមួយខ្ញុំមែនទេខ្ញុំមិនមែនជាថៅកែរបស់អ្នកឯងទេហើយខ្ញុំថាជាខុសបានហើយអូមែនហើយភ្លេចបាត់ថានេះជាលេខទូរស័ព្ទរបស់លូឆែនមែនអ្វីទៅអត់មានអីទេបាទអ្នកនាងលេងឈៀវខុសខ្ញុំនៅក្រោមផ្ទះរបស់អ្នកឯងចុះមកក្រោមមកលោកតាម៉ាស៊ីឲ្យខ្ញុំយកអីវ៉ាន់ខ្លះមកឲ្យអ្នកឯងនៅក្រោមផ្ទះសុំទោសផងអំបញ្ញមិញខ្ញុំកំពុងតែហូបបាយមិនអីទេខ្ញុំក៏មិនបានរងចាំយូរប៉ុន្មានដែរហុចកាដូឲ្យយិនសិនស្រកកាតាំងក្របកុកឈីមិនក៏សុទ្ធតែថ្នាំបំពន់ហើយសុទ្ធតែរបស់បំពន់ខ្លាំងទៀតថ្ងៃនេះលោកតាបានទៅមន្ទីរពេទ្យក៏ទិញថ្នាំបំពន់បន្តិចបន្តួចនេះឲ្យអ្នកឯងតែម្ដងទៅចុះពោះវៀនរបស់លោកតាមិនអីទេមែនទេមិនក៏អ្នកឯងដឹងថាគាត់មិនស្រួលខ្លួនក្នុងពោះគឺបាននៅគេនិយាយគ្នាគ្រាន់តែពលចំណីអាហារបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ព្យាបាលពីរបីថ្ងៃគឺជាហើយអញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញហើយជួយអរគុណលោកតាជំនួសខ្ញុំផងចាំបន្តិចយប់នេះខ្ញុំទំនេរទៅដើរលេងជាមួយខ្ញុំហើយថតរូបស្វេកបែបណាត់ជួបគ្នាបន្តិចស្វាគមន៍អ្នកនាងលេនគេស្គាល់អ្នកនាងដែរប្រកាសជាស្គាល់ហើយផ្សារទំនើបនៅម្ដុំនេះសុទ្ធតែជាហាងរបស់ខ្ញុំទាំងអស់ជំរាបសួរអ្នកនាងលេនតើអ្នកនាងចង់ជីវម៉ូដមួយណាដែរយកខោអាវប៉ុន្មានកុំភ្លេចនេះមកឲ្យគេលបងមើលឲ្យខ្ញុំនាងខំប្រឹងជូនខ្ញុំមកទិញខោអាវដល់ថ្នាក់នឹងផងគ្រាន់តែសម្ដែងធ្វើជាសង្សារតែចាំបាច់ធ្វើមែនទែនដល់ថ្នាក់នឹងខ្ញុំមិនប្រកាន់ក្នុងការប្រែក្លាយការសម្ដែងឲ្យទៅជារឿងពិតនោះទេរឿងពិតតាមពិតទៅខ្ញុំចង់និយាយថាលោកបន្ទប់ផ្លាស់សម្លៀកបំពាក់នៅខាងនេះបាទខ្ញុំទៅផ្លាស់ឥឡូវនេះហើយប្រុសម្នាក់នេះខុសប្លែកពីពួកមនុស្សប្រុសគួរឲ្យធុញទ្រាន់ដែលខ្ញុំធ្លាប់ស្គាល់ពីមុនមែនក៏មិនអាក្រក់ដែរសាកល្បងដូរម៉ូដផ្សេងទៀតមើល
ទីបំផុតមើលទៅសង្ហាបន្តិចហើយអ្នកនាងមិនអីទេមែនទេរៀងរបស់អ្នកឯងមើលទៅដូចជាល្អគួរសមដែរប្រកាសជាល្អហើយកាលខ្ញុំនៅរៀនសាលាកីឡាមិនមែនហាត់លេងឯណាអ្នកឯងជានិស្សិតផ្នែកកីឡាគឺគ្រាន់តែចូលប្រៀបប្រដៅនិងហាត់ប្រាណនៅទីនោះប៉ុណ្ណោះអ្នកនាងលេងតើអ្នកនាងពេញចិត្តមួយណាដែរឈុតនៅលើខ្លួនគាត់នេះនិងឈុតដែលគាត់ទើបតែសាកល្បងអំបញ្ញមិញរៀបចំខ្ចប់ឲ្យខ្ញុំទាំងអស់មកសរុបទាំងអស់888,000 យន់អាយ៉ាថ្លៃម្ល៉េះខ្ញុំគ្រាន់តែជាកូនចៅតូចតាចប្រាក់ខែ 3,000 យន់សន្សំមួយជីវិតក៏មិនគ្រាន់ផងគិតលុយតាមកាត់ឈប់សិនឬមួយក៏រំលងចោលទៅអ្នកឯងមិនចូលចិត្តទេមិនមែនទេគឺមកពីខ្ញុំគ្មានលុយច្រើនថ្នាក់នឹងសម្រាប់សងអ្នកនាងវិញទេមិនបាច់សងលុយទេចុះសងអីវិញសងដោយខ្លួនរបស់អ្នកឯងលេងធំម្លេះនាងមិនមែនស្រឡាញ់ខ្ញុំមែនទេដឹងអាឡូលូហ្វែនខ្ញុំភ្លេចកុំព្យូទ័រនៅក្រុមហ៊ុនហើយឯងចេញពីធ្វើការយប់បន្តិចបើទំនេរជួយយកឲ្យខ្ញុំផងអូខ្ញុំអរគុណច្រើនណាស់ថ្ងៃនេះខ្ញុំគ្មានវេនធ្វើការឯណាកុំព្យូទ័រប្រហែលជាខាងនេះហើយពិតមែនហើយទំនាក់ទំនងរវាងខ្ញុំនិងស៊ូយ៉ាគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះយប់ជ្រៅថ្នាក់នេះហើយតើអ្នកណាមកក្រុមហ៊ុនទៀតអ្នកណានៅក្រុមហ៊ុនហ្នឹងមានមនុស្សនៅខាងនោះមែនទេឲ្យស្លាប់ទៅលិនមកជំមិចក៏តាមរំខានមិនឈប់ជឿចឹងស៊ូយ៉ាខ្ញុំមកដល់កន្លែងដែលឯងប្រាប់ហើយយកកុំព្យូទ័រមកឲ្យឯងអ្នកនៅខាងមុខនោះគឺលូវែនគាត់មិនបានប្រាប់ខ្ញុំថាត្រឡប់ទៅផ្ទះវិញទេអីនេះជាកាបូបលុយរបស់លូវែនតានៅក្នុងនឹងប្រហែលជាមានការសម្ងាត់អ្វីមួយមិនខានលូវែននោះគឺស៊ូយ៉ាឲ្យឯងបានសម្គាល់ខ្លួនសន្តិសុខក្រុមហ៊ុនលូវែនឯងមកប្រកាសហើយអាឡូជាខូអាឡូចាត់ទុកថាហើយចុះមិនទាន់និយាយពេលនេះទេចម្លែកណាស់មិនក៏មិននិយាយអញ្ចឹងពិតជាគាត់មែនក្រុមហ៊ុន Lens Company ឈ្មោះ Luven តួនាទីសន្តិសុខ Luven ឯងអាមនុស្សល្ងហ៊ានភូតភរខ្ញុំពីជូផងចៅប្រុសឯងហៅខ្ញុំថាម៉េចប្រធានខ្ញុំរើបាននៅមុខទ្វាររបស់ខ្លួនឯងក៏មិនចេះទុកឲ្យស្រួលបួលបាត់ប្រយ័ត្នប្រយែងណាស់អរគុណប្រធាន
នេះជាទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំហើយមិនត្រូវទេថ្ងៃនេះខ្ញុំមានយកកាបូបលុយតាមខ្លួនឯណាមិនក៏ជ្រុះនៅមុខទ្វារទៅវិញមិនក៏សុកនាងសួររឿងនឹងអញ្ចឹងហ៊ានបោកប្រាស់មេឯងផងចាំមើលខ្ញុំរៀបចំឯងឲ្យរស់មិនកើតស្លាប់មិនរស់សុំទោសផងខ្ញុំរវល់បន្តិចមិនទាន់យឺតទេត្រូវទេតើក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្មខាងអ្វីដែរគឺគ្រាន់តែជាក្រុមហ៊ុនតូចមួយធម្មតាហ្នឹងលក់ចានចង្កេះនិងក្រដាសជូតមាត់អីហ្នឹងមុខចំនួនច្រើនយ៉ាងដែរតាល្មមតានាងហៅខ្ញុំមកនេះគឺដើម្បីសួររឿងនឹងមែនទេខ្ញុំបានគិតយ៉ាងល្អិតល្អន់ហើយយល់ឃើញថាខ្ញុំមិនសូវស្គាល់ពីលោកច្បាស់សោះទើបចង់ស្វែងយល់ពីលោកឲ្យបានច្រើនជាងនេះមិនបាច់គូសំដល់ថ្នាក់នឹងទេយ៉ាងណាក៏ពួកយើងមិនមែនជាគូស្នេហ៍ពិតប្រាកដស្រាប់ហើយនិយាយត្រូវអញ្ចឹងត្រឡប់ទៅវិញទៅតើមិនមែនថាញ៉ាំបាយជុំគ្នាទេហេនាងចេតនាធ្វើបាបខ្ញុំមែនទេជំនួយការយ៉ាងប្រាប់ទៅខាងផ្នែកសន្តិសុខឲ្យមកប្រជុំនៅបន្ទប់ប្រជុំបន្តិចម៉ោង 1 រសៀលម៉ោងជ្រុលបាត់ទៅហើយឲ្យខ្ញុំជូនលោកទៅវិញទេអត់អីទេខ្ញុំជិះឡានលេខ11ដើររត់ទៅខ្លួនឯងបានហើយអាលូវែនឯងមកប្រកាសហើយរឿងល្អទើបតែចាប់ផ្ដើមទេលូវែនរត់យ៉ាងលឿនតម្រង់ទៅកាន់អគារក្រុមហ៊ុនលូវែនពាក់ម៉ាស់រួចលួចបើកទ្វារចូលបន្ទប់ប្រជុំទាំងហត់ដកដង្ហើមឃ្លាតលេនមកជាអង្គុយធ្វើវឹកពីជីជើហ្វាយនីធំញឹមដាក់លូវែនយ៉ាងមានប្រៀបការប្រជុំត្រូវបានបញ្ចប់បាត់ទៅហើយមិនក៏ឯងទើបតែមកដល់លូវែនអស់កម្លាំងនិងភ្ញាក់ផ្អើលពេលដឹងថានាងគឺជាជើហ្វាយនីរបស់ខ្លួនប្រធានសនតើបុគ្គលិកផ្នែកសន្តិសុខសុទ្ធតែធូរប្រឡាយគ្មានវិន័យបែបនេះទាំងអស់មែនទេលោកស្រីលេងនេះគ្រាន់តែជាករណីលើកលែងប៉ុណ្ណោះធម្មតាឯងប្រាប់មកមើលកាលពីទើបតែទៅណាធ្វើអ្វីមកតាមពិតទៅគឺមិត្តស្រីរបស់ខ្ញុំសុកមករកខ្ញុំទើបបានជាខ្ញុំមកយឺតបន្តិចនរណាជាមិត្តស្រីរបស់ឯងខ្ញុំធ្លាប់ប្រាប់ហើយតើត្រូវទេថាមិនឲ្យយកអារម្មណ៍រឿងផ្ទាល់ខ្លួនមកលោកលំជាមួយការងារដាច់ខាតបាទលោកស្រីលេងប្រដៅបានត្រឹមត្រូវណាស់ត្រឡប់ទៅសរសេរលិខិតសារភាពសុំទោសមកយកមកប្រគល់ឲ្យខ្ញុំនៅបន្ទប់ធ្វើការមុនពេលចេញពីធ្វើការសំណាងហើយដែលអាយុខ្ញុំថ្លៃប៉ុន្តែបើនៅតែបន្តលាក់បាំងបែបនេះទៀតវាមិនមែនជាដំណោះស្រាយល្អទេលោកស្រីលេងប្រធានក្រុមប្រឹក្សាភិបាលលោកតាទើបតែខលមកសួរថាតើពេលណាទើបលោកស្រីទំនេរនាំលោកលូទៅផ្ទះញ៉ាំបាយជាមួយគ្នានាងទៅប្រាប់លោកតាទៅថាខ្ញុំនឹងគាត់បានបែកគ្នាហើយហាមិនក៏ភ្លាមអញ្ចឹងនាងនៅមិនទាន់មើលយកទៀតហេលោកលោដែលលោកតានិយាយដល់នោះគឺអាលូវែននឹងហើយអ្វីទៅព័ត៌មាននេះច្បាស់ការដែរឬទេពិតប្រាកដ100លូវែនគឺលូឆែនលូឆែនគឺលូវែនលូវែនគឺលូឆែនលូឆែនគឺលូវែនចុះលោកស្រីមានគម្រោងធ្វើម៉េចបន្តទៀតលេនមកជូញឹមពីពោយ៉ាងមានល្បិចក្នុងចិត្តខ្ញុំនឹងធ្វើឲ្យគេដឹងបន្តិចម្ដងពីតម្លៃនៃការភូតភរមេរបស់ខ្លួនមកបានពេលល្អណាស់សូមឲ្យសំណាងល្អណាស់បងប្រុសមានន័យថាម៉េចធ្វើមុខដូចជូនដំណើរខ្ញុំទៅស្លាប់អញ្ចឹងសន្តិសុខលូវែនលោកស្រីលេងនេះជាលិខិតសារភាពសុំទោសរបស់ខ្ញុំសូមពិនិត្យមើលអសមើលទៅមិនអាក្រក់ទេហើយសំណេរដៃនេះមើលទៅសាំភ្នែកខ្លាំងណាស់មិនក៏ចឹងសរសេរឡើងវិញហេតុអ្វីព្រោះតែសំណេរដៃនេះដូចគ្នាបេះបិទទៅនឹងសត្រូវរបស់ខ្ញុំគេឯងមានគំនិតអីមែនទេមិនក៏ចងចាំល្អម្លេះដឹងចឹងកាលពីចុះហត្ថលេខាលើកមុនមិនបាច់សរសេរប្រកបដោយតួអក្សរត្រឹមត្រូវពេកទេលោកស្រីលេងលិខិតសារភាព
សរសេរឡើងវិញសរសេរឡើងវិញសរសេរឡើងវិញអាឡូលូវែនតូចភ្ញាក់ឡើងលេនម៉ាជូហើយក្រដាសចោលទៀតសរសេរឡើងវិញចាំបន្តិចមានការអីលោកស្រីលេងអាចប្រាប់ខ្ញុំឲ្យច្បាស់បន្តិចបានទេតើលោកស្រីចង់ឲ្យខ្ញុំសរសេរចេញមកបែបណាឲ្យប្រកបទៅជាការពិតណាស់គឺសរសេររហូតដល់ខ្ញុំពេញចិត្តសម្មុខខ្ញុំហើយទៅភូតផូគេធ្វើអីបានហើយលោកតាមិនបាច់តាមខ្ញុំរហូតដល់ពេលញ៉ាំបាយបែបនេះទេកុំមកនិយាយឥតន័យឯងធ្វើឲ្យចៅសាពើចៅប្រសារបស់ខ្ញុំបាត់ខ្លួនឯងត្រូវតែមានការបកស្រាយច្បាស់លាស់ឲ្យខ្ញុំលេនម៉ាខៀវឯងកំពុងស្ដាប់ខ្ញុំនិយាយឬអត់ហ្នឹងលោកតាពួកយើងញ៉ាំបាយហើយចាំនិយាយគ្នាបន្តទៀតមិនបានទេបងមិនអីទេមែនទេអូនឮថាប្រធានលេងពីថ្ងៃនេះតែងតែរកទាស់ចំនួនជាមួយបងរហូតមីស្រីចិត្តខ្មៅចិត្តប្រាសាទលេងនឹងស្ដាយក្រោយណាស់ដែលកាលពីមុនស្មានថានាងជាមេដឹកនាំល្អសូមទោសលោកអ្នកទាំងពីរចង់កំងអ្វីដែរយកសាច់គោអូស្ត្រាលីវ៉យយូពីចានអរគុណសូមទោសផងលោកអ្នកទាំងពីរសាច់គោវ៉យយនៅក្នុងហាងទើបតែលក់អស់មុននេះបន្តិចចៃដនមែនទែនគឺអតិថិជនពីររូបនៅទៅខាងនោះទើបតែបានកំងពិតជាជួបគ្នានៅលើផ្លូវចង្អៀតមែនសត្រូវប្រទេសឃើញគ្នាពិតជាជួបគ្នានៅលើផ្លូវចង្អៀតមែនសត្រូវប្រទេសឃើញគ្នាបង្កើតអីហ្នឹងហើយអ្វីបានជាមុខស្លេកស្លាំងម្លេះគឺពួកយើងដូរហាងផ្សេងទៅបងឯងលឿនពេកហើយសំខាន់មកពីហាងនេះញ៉ាំញឹកញាប់ពេកសាំក្បាលហើយតោះពួកយើងដូរហាងអាប្រុសចង្រៃចាយប្រាក់ខែដែលខ្ញុំបើកឲ្យទៅស្រឡាញ់ស្រីផ្សេងអើយសាច់គោឆេះខ្លោចអស់ហើយនៅតែគ្រាន់បើជាងចិត្តមនុស្សដែលខ្លោចស្អុយអាលូវែនចង្រៃខ្ញុំដាច់ខាតមិនលើកលែងឲ្យអញទេខ្ញុំបានស៊ើបមើលទំនាក់ទំនងរវាងលូវែននិងស៊ូយ៉ាហើយពួកគេទាំងពីរជាមិត្តភក្តិថ្នាក់មហាវិទ្យាល័យនិងធំធាត់ឡើងជាមួយគ្នាតាំងពីតូចដូច្នេះហើយទើបស្និទ្ធស្នាលនឹងគ្នាខ្លាំងមានតែប៉ុណ្ណឹងលឺថាខ្ញុំគ្រាន់តែគេនិយាយគ្នាទេណាគឺលូហ្វែនលួចស្រឡាញ់ស៊ូយ៉ាតែម្ខាងរហូតមកប៉ុន្តែមុននេះស៊ូយ៉ាមានសង្សារដូច្នេះពួកគេទាំងពីរភក្តិក៏មិនបានជួបជុំគ្នាជាគូស្នេហ៍ហេអាប្រុសប្រាសាទកាន់ជើងពីររឿងនេះមើលទៅដូចជាមិនរាប់ចូលជាការជីកទូកពីទេដឹងនាងមិនយល់ទេល្បែងដ៏ញ៉ៃញ៉ៃរបស់ពួកអ្នកឯងខ្ញុំពិតជាពិបាកយល់មែនគិតឃើញហើយលូវែនឯងចាំមើលចុះអ្នកនាងចង់សម្ដៅថាចង់ឲ្យខ្ញុំដើរតួជាសង្សាររបស់អ្នកនាងដើម្បីទៅចូលរួមពិធីបុណ្យខួបបង្កើតក្រុមហ៊ុនរបស់អ្នកនាងត្រូវហើយថ្ងៃសៅរ៍នេះដល់ពេលនោះបុគ្គលិកទាំងអស់នឹងត្រូវចូលរួមតាមពិតទៅថ្ងៃសៅរ៍សប្តាហ៍នេះខ្ញុំត្រូវទៅចូលរួមការរៀបការរបស់មិត្តភក្តិដូច្នេះប្រហែលជាទៅមិនបានទេអញ្ចឹងប្រកុលលិខិតអញ្ជើញមកឲ្យខ្ញុំមកខ្ញុំនឹងឲ្យគេយកលុយចង់ដៃទៅជួសហើយក៏ដើម្បីសម្ដែងការសុំទោសដែលអ្នកមិនបានទៅចូលរួមផងមិនហ្នឹងអ្នកមិនទាន់ទទួលបានលិខិតអញ្ជើញទេអីអូខ្ញុំទើបតែនឹកឃើញពិធីការនោះគឺសប្តាហ៍ក្រោយតើថ្ងៃសៅរ៍នេះខ្ញុំត្រូវទៅទទួលក្មួយប្រុសចេញពីថ្នាក់បំពន់មិនបាច់ប្រញាប់បំពន់មួយពេលនឹងទេចាំពេលក្រោយខ្ញុំចំណាយលុយដូរឲ្យគេទៅរៀននៅថ្នាក់បំពន់ជាន់ខ្ពស់បំផុតតែម្ដងតាមពិតទៅក្រុមហ៊ុនពួកយើងមួយរយៈនេះស្ថានភាពមិនសូវល្អទេពីខែនេះចំណូលធ្លាក់ចុះខ្លាំងរៀបជិតប្រឈមនឹងការសាយធនទៅហើយខ្ញុំត្រូវតែនៅធ្វើការថែមម៉ោងនៅក្រុមហ៊ុនខ្ញុំមិនដែលដឹងសោះថាក្រុមហ៊ុនរបស់អ្នកជួបការលំបាកដល់ថ្នាក់ហ្នឹងពិតជាសុំទោសផងមិនអីទេរឿងនេះក៏មកពីខានមិនបានដែរបើអញ្ចឹងមានតែសុំឲ្យអ្នកបង់ប្រាក់ពិន័យល្មើសកិច្ចសន្យាហើយលោក
ឯកតាមកិច្ចព្រមព្រៀងប្រការ101ប្រសិនបើលោកមិនបានបំពេញកាតព្វកិច្ចជាសង្សារក្នុងអំឡុងពេលកិច្ចសន្យាទេលោកត្រូវសងទ្វេដងនៅរាល់ការចំណាយទាំងអស់ដែលលោកស្រីលេនបានចំណាយលើរូបលោកជាក់ស្ដែងគឺប៉ុន្មាន 4.07 លាន 4 លាន 7 ម៉ឺនយួន 400 ម៉ឺនចាត់ទុកថាជួយកាត់កន្ទុយលេខចោលយកតែ4លានបានហើយនេះមិនមែនចង់បានជីវិតខ្ញុំទេ4លានស្អីហ្នឹងស្មានថារឿងធំដុំអីចាំខ្ញុំផ្ទេឲ្យឥឡូវហ្នឹងហានតែហ៊ានជួយវាខ្ញុំត្រឡប់ទៅវិញនឹងសម្រាប់ឯងមិនលែងទេនរណាគេហ្នឹងអាសំឡាញ់ក្រុមហ៊ុនខ្ញុំមានការប្រញាប់ទៅមុនហើយShen Beijing approach ចង្រៃជីវិតដ៏សុខសាន្តរបស់អញត្រូវបំផ្លាញដោយសារអញអស់ហើយយ៉ាខ្ចីលុយគេបានត្រឡប់មកវិញហើយមកលុយស្រស់ឬបានអន្ទានឬមួយក៏បន្តលោកខ្លួនធ្វើជាសង្សារទៀតគ្មានឆន្ទៈក៏គ្មានទៅនរណាប្រើឲ្យខ្ញុំគ្មានប្រាក់សងថ្លៃល្មើសកិច្ចសន្យាទៅតោះចូលទៅខាងក្នុងទាំងអស់គ្នាពិធីបុណ្យខួបរបស់ក្រុមហ៊ុនអ្នកគួរសម្ដែងតើក្រឹកក្រែងណាស់រឿងនឹងប្រកាសហើយក្រុមហ៊ុនត្រកូលលេនយ៉ាងហោចណាស់ក៏ជាក្រុមហ៊ុនកំពូល Top 3ក្នុងស្រុកដែរហេលោកស្រីលេងមិនក៏អ្នកមកលឿនម្លេះលោកមួយនេះគឺជាសង្សារថ្មីដែលអ្នករកបានមែនទេគាត់ឈ្មោះ Luven មិនក៏អ៊ីនម្លេះជំរាបសួរគាត់មួយទៅមើលជំរាបសួរបាទជំរាបសួរមិនក៏មើលទៅមុខប្រហែលម្លេះសង្សារដែលលោកស្រីលេនរកបានថោកទាបបែបណាទៅធ្វើជាអ៊ីនព្រីនទៀតប្រធានសនការជ្រើសរើសបុគ្គលិកថ្មីឆ្នាំប្រចាំឆ្នាំចេញលទ្ធផលហើយឬនៅបាទចេញហើយមិននឹកស្មានសោះថាអាលូវែនកំពូលអន់នោះបែរជាបានទទួលរង្វាន់ទៅវិញខ្ញុំបានទទួលរង្វាន់មែនហ្នឹងអ្នកទៅប្រញាប់ទេប្រាប់វាទៅមើលថាតើវាមកដល់ឬនៅប្រធានសិនបាទរង្វាន់បុគ្គលិកថ្មីឆ្នាំហ្នឹងខ្លាំងណាស់មែនទេប្រកាសហើយមិនត្រឹមតែទទួលបានប្រាក់រង្វាន់ 10000 យួន 100,000 រំបើប៉ុណ្ណោះទេថែមទាំងបានឡើងទទួលរង្វាន់ផ្ទាល់ដៃពីអគ្គនាយកសៀវនៅចំពោះមុខបុគ្គលិកទាំងអស់ទៀតផងអគ្គនាយកផ្ទាល់ដៃអញ្ចឹងមិនមែនជានាងទេឲ្យងាប់មកទៅសម្រាប់ចិត្តលាឈប់វាហ្មងទៅប្រកាសហើយធ្វើបែបនឹងហើយអាឡូលោកតាស្រីតូចជាវខោនាំចៅមកមែនទេតែដឹងស្រាប់ហើយអាញីតូចនោះប្រកាសជាដាច់ចិត្តបែកគ្នាមិនដាច់ទេបែកគ្នាស្អីគ្មានអ្វីទេតោះតានឹងចៅចូលទៅខាងក្នុងផឹកមួយកែវឲ្យសប្បាយដៃអាឡូចុងសប្តាហ៍នេះតានឹងទំនេរចៅជួយកំដរលោកតាទៅវីកូនគោបន្តិចមើលការចៅទៅរៀននៅបរទេសចៅច្បាស់ជាធ្លាប់រៀនវីហើយមែនទេបាទប្រកាសហើយខ្ញុំនឹងជាវខោតែងតែទៅវីជាមួយគ្នាញឹកញាប់ណាស់មែនទេតាចាំថាចៅមិនចូលចិត្តសកម្មភាពក្រៅវាលដែលត្រូវបញ្ចេញមុខបញ្ចេញមាត់បែបហ្នឹងទេតាលោកស្រីលេងពិធីប្រគល់រង្វាន់បានចាប់ផ្ដើមហើយប៉ុន្តែដូចជាមិនទាន់ឃើញ Luven មកដល់នៅឡើយទេ Luven អញ្ចឹងឬអាមួយដែលចាក់សោទ្វារឃុំតានៅក្រៅបន្ទប់ទឹកកាលពីលើកមុនហ្នឹងពិតមែនហើយមិនត្រឹមតែគ្មានសិលធម៌ទេថែមទាំងគ្មានប្រជាប្រិយភាពនិងគ្មានគោរពពេលវេលាទៀតមិនប្រកាសទេម្នាក់នោះប្រហែលជាមកដល់ហើយក៏ថាបានគ្រាន់តែមិនទាន់បកអាក្រាតឬបង្ហាញមុខប៉ុណ្ណោះទម្លាក់មុខចុះសម្លឹងមើលកែវស្រាខ្ញុំទៅបន្ទប់ទឹកមួយផ្លែតប្រហែលជាញ៉ាំអីខូចពោះហើយមើលទៅមនុស្សខ្ជិលតែមានរឿងច្រើនមនុស្សប្រុសរឹតតែរឿងច្រើនទៀតកុំខ្វល់ពីគាត់អីខោអាវសន្តិសុខត្រូវតែប្រញាប់ទៅបដូរយកខោអាវសន្តិសុខមកវិញសុំទោសនារីសក់ highlight មិនអីទេលូវែនមិនក៏អញស្លៀកពាក់រៀបរយម្លេះអ្នកនាងចំណាំមនុស្សច្រឡំហើយច្រឡំស្អីប្រញាប់មកតាមខ្ញុំពិធីប្រគល់រង្វាន់ចិត្តចាប់ផ្ដើមហើយ
កុំខ្ញុំមិនទៅទេនោះជារង្វាន់100000យូណាឯងមិនចង់បានឲ្យខ្ញុំអញ្ចឹងបដូរខោអាវទៅបដូរខោអាវសិនអាឡអិតលូវែននេះកំពុងធ្វើស្អីហ្នឹងទូរស័ព្ទក៏មិនព្រមកាន់ទៀតប្រធានសនខ្ញុំរកឃើញលូវែនហើយប្រធានប្រញាប់ឡើងលើឆាកទៅលោកស្រីលិនរងចាំអញយូរហើយអាលូវែនចង្រៃចាំមើលបន្តិចទៀតឯងដោះស្រាយជាមួយលោកតាយ៉ាងម៉េចអាឡអិតទៅឲ្យលឿនឡើងទៅយកមុខមាត់ឲ្យផ្នែកសន្តិសុខយើងបន្តិចប្រធានសនឈោមើលពីក្រោមឆាកលោកស្រីលិនអូហូតាមពិតលូវែនគឺជាលូឆែននឹងព្រះអើយអាយ៉ាតាមពិតលូវែនគឺជាលូឆែនទេតាព្រះអើយស្អីគេគឺវានឹងហើយដែលធ្វើឲ្យរៀកដាក់ខោអាលូវែនត្រូវហើយប្រញាប់យកអាអ្នកបោកប្រាស់គួរឲ្យងប់នេះបោះចេញទៅក្រៅភ្លាមកុំអីលោកស្រីលិនខ្ញុំដឹងកំហុសហើយលោកស្រីលិនកុំអីលោកស្រីលិនខ្ញុំដឹងកំហុសហើយតាមពិតក្មេងលនេះចាញ់ស្រាក់សោះទើបតែញ៉ាំបានប៉ុន្មានកែវក៏ស្រវឹងបាត់កុំអីគឺស្អីគេទៅអាឡអិតនេះប្រហែលជាយកសັບឃើញខ្ញុំធ្វើបាបហើយដឹងលោកស្រីលេងពិធីប្រគល់រង្វាន់បានរៀបចំរួចរាល់ហើយលោកចោលសិនទៅចាស់លោកតាខ្ញុំជូនគាត់ត្រឡប់ទៅវិញសិនហើយប្រយ័ត្នប្រយែងតាមផ្លូវផងលោកស្រីលេងខ្ញុំខុសហើយខ្ញុំពិតជាខុសមែនឯងពិតជាខុសមែនតាំងពីដំបូងម្លេះមិនគួរមកបោកប្រាស់ខ្ញុំរឿងមើលមុខគូអនាគតកាត់មុខទេប៉ុន្តែធ្វើម៉េចឲ្យខ្ញុំដាច់ចិត្តធ្វើបាបឯងកើតទៅកញ្ញាលិនមិនក៏អ្នកនាងនៅក្នុងផ្ទះខ្ញុំអាប្អូនប្រុសអញស្រវឹងហើយទើបបងស្រីជូនមកផ្ទះវិញនឹងមិនអាចទេអាមេចិត្តកំណាញ់លេងនឹងមិនក៏អាចចិត្តល្អយ៉ាងនឹងកើតខ្ញុំប្រកាសជាកំពុងយកសពហើយអាមនុស្សប្រុសចង្រៃសុំទោសលោកស្រីលិនលើកក្រោយខ្ញុំមិនហ៊ានបោកប្រាស់អ្នកនាងទៀតទេបើព្រមសុំទោសតាំងពីដំបូងមិននឹងបណ្ដាលឲ្យឈឺចាប់ដល់ថ្នាក់ហ្នឹងនេះខ្ញុំស្រវឹងដល់ថ្នាក់ភ្លេចអស់រឿងរ៉ាវហើយព្រលឹមអុចផ្ញើសារឯកសារមកទាំងព្រឹកបែបនេះប្រកាសជារឿងមិនល្អទេបើកមើលសារលោកចោលកិច្ចសញ្ញាជួលអាឡូកញ្ញាលេនឯកសារមួយនោះមានន័យថាម៉េចខ្ញុំមើលមិនសូវយល់ទេគ្រាន់តែជាកិច្ចសន្យាបញ្ឈប់ការងារប៉ុណ្ណោះចាប់ពីថ្ងៃនេះទៅឯងមិនបាច់ធ្វើជាមិត្តប្រុសខ្លែងៗរបស់ខ្ញុំទៀតទេមានរឿងអីហ្នឹងកាលពីយប់មិញខ្ញុំបានធ្វើឲ្យនាងអាអន់ចិត្តមែនទេលើកកែវចោលកែវមួយសប្បាយចិត្តដល់ថ្នាក់នឹងផងប្រកាសជាសប្បាយហើយមនុស្សស្រីម្នាក់នោះខំរំដោះខ្លួនលែងពាក់ព័ន្ធជាមួយខ្ញុំបានដោយលំបាកតាមពិតទៅខ្ញុំយល់ថាលេនម៉ាត់ឈូស្អាតតាថែមទាំងជាស្រីអ្នកមានទៀតឯងមិនដែលគិតចង់អភិវឌ្ឍទំនាក់ទំនងពិតប្រាកដជាមួយនាងទេហោះខ្ញុំស័ក្តិសមនឹងនាងឯណាប្រហែលមិនមែនដោយសារស៊ូយ៉ាទេដឹងស៊ូយ៉ាចង់ស្ទាក់ស្ទង់ចិត្តខ្ញុំមែនទេសេហើយពួកម៉ាខាត់បាត់បង់ទាំងប្រពន្ធខាត់ទាំងតបគេស៊ីយ៉ាមានសង្សារបាត់ទៅហើយនេះជាបញ្ជីឈ្មោះមនុស្សប្រុសសម្រាប់ជួបមុខគូអនាគតឆេងខិនថ្ងៃនេះជួបមុខទៀតហើយជាតម្រូវការរបស់ប្រធានក្រុមប្រឹក្សាភិបាលលោកតាគាត់ទៅថាអ្នកនាងនិងលោកលោឆ្លុះគ្នារហូតបែកបាក់គាត់នៅតែមិនទាន់បាត់ខាងទេខ្ញុំសូមរំលឹកបន្តិចអ្នកនាងល្អបំផុតគួរតែចុះកិច្ចសន្យារៀបការជាមួយគូប្រឡងក្នុងសប្តាហ៍នេះហេតុអ្វីលេខាព្រោះចាប់ពីសប្តាហ៍ក្រោយទៅបញ្ជីឈ្មោះនៅសល់តែជនបរទេសប៉ុណ្ណោះអ្នកនាងប្រហែលជាមិនចង់ទៅជួបមុខគូអនាគតនៅអត្តគោខាងលិចទេដឹងនិយាយទៅលូវែនក៏មិនអាក្រក់ដែរដឹងចឹងមិនបាច់រំលាយកិច្ចសន្យាជាមួយគាត់ទេខ្ញុំនេះពិតជាចិត្តល្អហួសហេតុជាមនុស្សល្មមមែនចៃដនម្លេះលូវែនមិននឹកស្មានថាមកជួបមិត្តចាស់នៅទីនេះសោះអ្នកទាំងពីរត្រូវរកគ្នាយកចិត្តគ្នាវិញហើយតាមពិតទៅខ្ញុំនឹងយេគ្មានរឿងអីធំដុំទេកាលពីមុនគ្រាន់តែឆ្លោះគ្នាសាមញ្ញប៉ុណ្ណោះអើលូវែនយូយេនិយាយថាឯងនៅលីវនៅឡើយលេនមកជិះដេញខ្ញុំចោលបាត់ហើយត្រូវហើយខ្ញុំនៅលីវប្រហែលមកពីឯងរើខ្លាំងពេកហើយដឹងមិនសាកបន្ថយស្តង់ដារបន្តិចទៅព្រោះថាលក្ខខណ្ឌរបស់ឯងក៏ធម្មតាដែរនឹង
Louven រឿងដែលឯងមានសង្សារនឹងមិនដែលប្រាប់មិត្តភក្តិរួមថ្នាក់ទេអីមើលចុះធ្វើឲ្យគ្រប់គ្នាយល់ច្រឡំអស់ហើយឯងនិយាយស្អីហ្នឹងខ្ញុំមានសង្សារមកពីណាហ่า Louven អ្វីដែលគាត់និយាយជាការពិតមែនទេពិតប្រាកដហើយថែមទាំងកញ្ញាម្នាក់នោះខ្ញុំធ្លាប់ជួបទៀតផងជាកូនស្រីអភិជនទាំងមានទ្រព្យសម្បត្តិទាំងស្អាតលើពួកកូនអ្នកមាននៅលើកញ្ចក់ទូរទស្សន៍ឆ្ងាយណាស់ចឹងផងផ្អែកលើអ្វីគាត់ជាអ្នកតាមស្នេហាខ្ញុំចុះមិនក៏អាចមានសង្សារបានបាននិយាយថាសង្សារឯងអស់ចាថ្នាក់នឹងថ្ងៃណាមួយជួយនាំមកណែនាំឲ្យពួកយើងស្គាល់ផងមើលមានឱកាសចាំនិយាយគ្នាទៀតចឹងស្អែកតែម្ដងទៅចៃដន្យអីស្អែកមានការជួបជុំមិត្តភក្តិថ្នាក់ចុះឯងគិតមិនដែរជួយផងឲ្យខ្ញុំទៅរកសង្សារនៅណាពេលនេះអាសែនប៊ីចេងឯងចង់បំផ្លាញខ្ញុំមែនទេចិត្តត្រជាក់ខ្ញុំគ្រាន់តែចង់បង្ក្រាបរកពីឆ្អែតរបស់សងលេងបន្តិចប៉ុណ្ណោះអ្នកណាប្រាប់ឲ្យវាក្រអឺតក្រទុំលេះចុះឲ្យខ្ញុំធ្វើម៉េចឲ្យខ្ញុំទៅរកកូនស្រីអភិជនឯណាធ្វើជាសង្សារចុះបើឯងទៅអង្វរលេនមកជឿទៅឲ្យខ្ញុំទៅអង្វរនាងនិយាយមែននាងចិត្តល្អតាស់ប្រឹងប្រែងឡើងពួកម៉ាក់និយាយទៅនាងក៏ពិតជាល្អមែនមិនដឹងថាពេលនេះនាងកំពុងធ្វើអីទេកញ្ញាលេនមិននឹកស្មានថាអ្នកនាងស្អាតយ៉ាងនេះសោះអរគុណតែលើអ្នកនាងទំនេរទេពួកយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ភ្លាមទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រូវហើយផែនការរបស់ខ្ញុំគឺ2ឆ្នាំបង្កើតកូន2ព្រោះអ្នកនាងក៏ដឹងដែរសែនជីនដល់ឆ្នាំរបស់ខ្ញុំបែបនេះត្រូវតែមានអ្នកបន្តពូជឲ្យបានឆាប់ស្ថានភាពរបស់អ្នកនាងខ្ញុំបានឬអស់ហើយខ្ញុំអាចរៀបការជាមួយអ្នកនាងបានប៉ុន្តែអ្នកនាងត្រូវតែឈប់ពីការងារបច្ចុប្បន្នហេតុអ្វីស្រីនៅក្នុងត្រកូលហ៊ូរបស់ពួកយើងត្រូវការតែមើលថែប្តីនិងប្រដៅកូនបានហើយមិនដែលចេញទៅលេចមុខលេចមាត់ខាងក្រៅទេកញ្ញាលេនសួស្ដីមិននឹកស្មានថាអ្នកនាងក្មេងយ៉ាងនេះសោះក្មេងជាងប្រពន្ធមុនរបស់ខ្ញុំឆ្ងាយណាស់លោកធ្លាប់រៀបការហើយរឿងនេះអ្នកនាងកុំបារម្ភទើបតែលេងលែងម្សិលមិញទេហើយកំហុសទាំងស្រុងគឺនៅលើខាងស្រីលេនមកជូធុញទ្រាន់និងអស់សង្ឃឹមយ៉ាងខ្លាំងអំបញ្ញមិញពួកគាត់គឺជាមនុស្សដែលលោកតាបានស្វែងរកមកឲ្យខ្ញុំជួបមុខរឿងហ្នឹងមនុស្សដែលកើតក្នុងអភិជនត្រកូលធំមានចរិតចម្លែកបន្តិចបន្តួចវាជារឿងធម្មតាទេលេនមកជូដកដង្ហើមធំនិងឈឺក្បាលដកដង្ហើមធំដោយក្តីអស់សង្ឃឹមមានតែទូរស័ព្ទហៅ Louven ឲ្យមកជួយដោះស្រាយអាសន្នសិនហើយប្រហែលជាកន្លែងនេះហើយមើលទៅគ្រាន់តែជួបជុំមិត្តភក្តិសោះធ្វើកន្លែងទំនើបថ្នាក់ហ្នឹងអាឡូចប់ហើយមិនក៏ជាលេនមកជូខលមកចឹងឯណែងា Louven ខ្ញុំកំពុងញ៉ាំបាយជួបជុំជាមួយមិត្តភក្តិអ្នកនាងមានការអីមែនទេផ្ញើទីតាំងមកឲ្យខ្ញុំនាងចង់ធ្វើអីហ្នឹងLouven មកជុំគ្នាតុំអស់គ្នាតាអាយ៉ាស៊ូយ៉ាផ្ទះឆ្ងាយបន្តិចទើបខ្ញុំបើកឡានទៅទទួលចុះសង្សារឯងវិញមិនមែនថាមកឲ្យគ្រប់គ្នាស្គាល់ទេអីនាងមានការរវល់ភ្លាមប្រហែលជាមកញ៉ាំបាយជាមួយពួកយើងមិនទាន់ទេមិនអីទេចាំខ្ញុំទៅប្រាប់ចុងភៅឲ្យក្រអូបម្ហូបបន្តិចចាំលើកមកក្រោយក៏បានដែរធ្វើចឹងមិនសូវល្អទេដឹងមិននឹងមិនល្អពួកយើងជាមិត្តចាស់នឹងគ្នាកុំថាឡើយរងចាំបន្តិចសំបីតែរងចាំឯងមួយថ្ងៃពេញក៏បានដែរត្រូវហើយខ្ញុំក៏ចង់ឃើញដែរថាសង្សាររបស់ Louven មានមុខមាត់យ៉ាងម៉េចអាសងលេងនេះវាពងចង់ធ្វើបាបខ្ញុំឲ្យតតែស្លាប់មែនតើអូហូលោកស្រីលេនសងអ្នកនាងមកដល់កន្លែងខ្ញុំមិនក៏មិនប្រាប់មុនមួយម៉ាត់ចឹងថ្ងៃនេះកន្លែងលោកមានគេរៀបចំពិធីជួបជុំមិត្តភក្តិមែនទេមានច្រើនណាស់បាទមិនដឹងថាអ្នកនាងសំដៅលើមួយណាដែរគឺពិធីជួបជុំរបស់ខ្ញុំគឺជានាមត្រកូលលូដែលជាមិត្តភក្តិរបស់ខ្ញុំអូយល់ហើយអញ្ជើញចូលខាងក្នុងទៅយកស្រាក្រហមជាន់ខ្ពស់បំផុតនៅក្នុងសន្តាគារយើងប៉ុន្មានដប់យកទៅជូនភ្ញៀវពិសេសនៅចាស់លោកអ្នកគ្រប់គ្រងអរគុណច្រើនហាលោកស្រីលេនសងថ្ងៃក្រោយអញ្ជើញមកលេងឲ្យបានញឹកញាប់មកបានហើយបងសងបងពិតជាចិត្តទូលីមែនសំបីតែបន្ទប់វេបរបស់សន្តាគារឆេញវ៉ាក៏បងជួលបានដែរឲ្យតែអ្នកទាំងអស់គ្នាសប្បាយចិត្តគឺបានហើយនេះជាស្រាក្រហមដែលអ្នកគ្រប់គ្រងរបស់យើងផ្ញើជូនជួយពិសាដោយក្តីរីករាយមើលចុះនេះហើយជាអំណាចនិងកេរ្តិ៍ឈ្មោះរបស់បងសងគួរឲ្យស្ដាយណាស់គិតតែពីផឹកស្រាដល់ឥឡូវសំបីតែម្ហូបសំខាន់ក៏មិនទាន់លើកមកដែររឿងហ្នឹង Louven តើសង្សារឯងមកឬមិនមកឲ្យប្រាកដពួកយើងប៉ុន្មានអ្នកអង្គុយចាំត្រង់នេះជិតកន្លះថ្ងៃហើយខ្ញុំក៏មិនដឹងថានាងយ៉ាងម៉េចដែរឥឡូវចុះបើអ្នកទាំងអស់គ្នាញ៉ាំមុនទៅធ្វើចឹងមិនកើត Shen Bi និយាយថាសង្សារឯងជាកូនក្រមុំត្រកូលអភិជនតើមានហេតុផលអីឲ្យគេមកញ៉ាំបាយសោនោះអាសែនប៊ីជនេះថ្ងៃនេះបែរជាមិនមកសោះបណ្ដោយឲ្យខ្ញុំនៅទីនេះប្រមាថតែម្នាក់ឯងអ្នកទាំងអស់គ្នារងចាំបន្តិចទៀតទៅទុកចំណាប់អារម្មណ៍ល្អឲ្យសង្សារ Louven ផង
នៅចាំទៀតខ្ញុំមើលទៅសង្សាររបស់ Louven នឹងប្រហែលជាប្រឌិតឡើងខ្លួនឯងទេដឹងកូនក្រមុំអភិជនស្អីកូនអភិជនឯណាទៅសម្លឹងមើលឃើញសន្តិសុខតូចតាចដូចជារូបវាអ្នកទាំងអស់គ្នាតាមពិតទៅខ្ញុំសូមទោសដែលទុកឲ្យអ្នកទាំងអស់គ្នារងចាំយូរខ្ញុំជាសង្សាររបស់ Louven ឈ្មោះ Len Macho ខ្ញុំមើលទៅសង្សាររបស់ Louven នឹងប្រហែលជាប្រឌិតឡើងខ្លួនឯងទេដឹងត្រូវហើយថែមទាំងថាជាកូនក្រមុំអភិជនទៀតកូនអភិជនឯណាទៅសម្លឹងមើលឃើញសន្តិសុខតូចតាចដូចជារូបវាអ្នកទាំងអស់គ្នាតាមពិតទៅខ្ញុំសូមទោសដែលទុកឲ្យអ្នកទាំងអស់គ្នារងចាំយូរខ្ញុំជាសង្សាររបស់ Louven ឈ្មោះ Len Macho នាងមិនក៏ដឹងថាខ្ញុំជា Louven ទៅវិញយើសង្សាររបស់ Louven ស្អាតដល់ថ្នាក់នឹងផងមើលទម្រង់មុខនិងរាងរៅនេះចុះស្អាតមានតាក់ទាញជាងស៊ុយឆ្ងាយណាស់អូនសម្លាញ់មិនក៏មិននិយាយអីចឹងឬមួយក៏ខឹងដែលអូនមកយូរអូនហៅឈ្មោះបងរហូតចឹងតើបងហ៊ាននិយាយអីជួយផងនាងដឹងអត្តសញ្ញាណពិតរបស់ខ្ញុំតាំងពីពេលណាហ្នឹងអ្នកទើបតែនិយាយថាអ្នកជាសង្សាររបស់ Louven អញ្ចឹងឬតើមានបញ្ហាអីមែនទេអត់មានទេគិតក្នុងចិត្តមិនក៏អាចទៅរួច Louven អាស្រ័យលើអីទៅមិននឹកស្មានថាសង្សាររបស់ Louven ចិត្តទូលីដល់ថ្នាក់នឹងសោះផ្ញើអាំងប៉ាវឲ្យពួកយើងម្នាក់88,000 យ៉នស្មើប្រាក់ខែ2ឆ្នាំរបស់ខ្ញុំបាត់ទៅហើយត្រូវហើយគួរឲ្យស្ដាយដែលពួកគាត់បាយមិនទាន់ឆ្អែតផងក៏ប្រញាប់ទៅបាត់ចង់ដឹងណាស់ថាសង្សារគេនឹងជាអ្នកណានឹងធំដុំប៉ុណ្ណា Louven គ្រាន់តែជួបសំណាងល្អបានប្រពន្ធចាស់ជាងខ្លួន5ឆ្នាំតើមានអីអស្ចារ្យណាស់ណាទៅយាយអូនខឹងរឿងអីហ្នឹងគ្មានអីទេគ្រាន់តែស្ដាប់ទៅមិនស្រួលត្រចៀកស៊ូយ៉ានេះប្រហែលជាលេខឆ្នាំខុសហើយមើលទៅបើអ្នកមិនដឹងស្មានតែនាងកំពុងច្រណែន Louven ទៀតផងប្រហែលជាស៊ូយ៉ាស្រឡាញ់គេតែមិនបានដូចបំណងទើបចិត្តនាងនិយាយបង្ខូចឈ្មោះគេចឹងពួកឯងនិយាយផ្ដេសផ្ដាស់អីហ្នឹងអាឡូខាងការសែតមែនទេខ្ញុំមានព័ត៌មានក្តៅគប់ដ៏ធំមួយតាក់ទងនឹង Len Group តើពួកអ្នកចង់បានដែរឬទេគឺថាតើអូនដឹងថកកន្លែងណាតាំងពីពេលណាមកថាបងជាដឹងតាំងពីយូរណាស់មកហើយចម្លែកណាស់ចុះហេតុអីបានជាប៉ុន្មានថ្ងៃនេះនាងតែងតែព្យាយាមធ្វើបាបតឹងរឹងដាក់ខ្ញុំម្លេះថ្ងៃនេះខ្ញុំបានជួយអ្នកហើយតើអ្នកមានគម្រោងតបស្នងអគុណខ្ញុំដោយរបៀបណាដែរខ្ញុំអាចបង់ជាប្រាក់ឲ្យអូនបានលើកមុនអ្នកជំពាក់ខ្ញុំ4លានយ៉នមិនទាន់សងផងហើយប្រាក់ខែ3,000 យ៉នក្នុងមួយខែរបស់អ្នកនឹងក៏ខ្ញុំជាអ្នកបើកឲ្យដែរចុះអូនចង់បានអីទៅវិញខ្ញុំចង់បានរូបអ្នកអូនប្រហែលជាមិនមែនចង់យកខ្ញុំទៅលក់ស្រីរាងក្រលៀនទេដឹងខ្លួនអ្នកមិនមានតម្លៃដល់ថ្នាក់នឹងទេចុះអូនចង់បានយ៉ាងម៉េចខ្ញុំចង់បានអ្នកហើយរៀបការជាមួយខ្ញុំរៀបការសូមទោសផងអ្នកទាំងពីរការកាត់ការវិភាគណាត់ជួបថ្ងៃនេះគឺពេញអស់ហើយពួកយើងអាចរៀបចំឲ្យអ្នកទាំងពីរនៅសប្តាហ៍ក្រោយបានសំណាងហើយដែលខ្ញុំនៅមានប្រលឹងសំណាងល្អនៅឡើយតើអាចសម្រួលបន្តិចបានទេអញ្ចឹងខ្ញុំអាចជួយថតរូបអាពាហ៍ពិពាហ៍ឲ្យអ្នកទាំងពីរទុកជាមុនសិនបានធ្វើមុខចង់ញោមមកកូនកំឡោះញឹមបន្តិចមកខ្ញុំ Louven ត្រឹមតែ7ថ្ងៃសោះស្រាប់តែបានរៀបការជាមួយអគ្គនាយិកាប្រធានក្រុមហ៊ុនចឹងឬអាឡូលោកស្រីលេងមិនស្រួលទេសូមអ្នកប្រញាប់មើលព័ត៌មានភ្លាមទៅធ្លីរូបភាពប្រធានក្រុមហ៊ុន Len Group មានស្រីស្នេហ៍ប្រុសស្នេហ៍លួចលាក់ផ្ទះកាសែតលើទៅដោយក្តីខឹងសម្បាខ្ញុំលេងជាងៅជាមនុស្សត្រឹមត្រូវនិងស្មោះត្រង់ពេញមួយជីវិតមិនក៏ចិញ្ចឹមបានចៅស្រីដែលមិនចេះខ្មាស់អៀនបែបនេះទៅវិញលោកប្រធានសូមលោកកុំខឹងអីក្រែងលោរឿងនេះមានការយល់ច្រឡំរូបថតនៅលើកាសែតនេះស្រាប់ទៅហើយតើអាចមានការយល់ច្រឡំអីទៀតសម្លឹងទៅជំនួយការរឿងនេះនាងដឹងទេមិនដឹងទេខ្ញុំក៏ទើបតែគេនិយាយដែរនាងក្មេងចង្រៃនាងនៅដឹងគុណស្រុកត្រឡប់មកវិញទៀតឬមើលរឿងល្អដែលនាងបានសាងចុះមើលកាសែតដោយទឹកមុខប្រងើយកណ្ដាលគ្រាន់តែជារូបថតមួយសន្លឹកសោះចាំបាច់ខឹងដល់ថ្នាក់នឹងទេម្យ៉ាងទៀតលោកតាមិនមែនតែងតែចង់ឲ្យខ្ញុំឆាប់រៀបការទេតើឲ្យអញរកមនុស្សត្រឹមត្រូវមករួមរស់ជាមួយមិនមែនឲ្យអញទៅចិញ្ចឹមប្រុសក្មេងជាហ្គោឡូបែបនេះទេយ៉ាងណាក៏ចិញ្ចឹមបាត់ទៅហើយទុកចោលអញ្ចឹងសិនចុះយកដៃស្ទាបទ្រូងដោយការជិះចាប់អញប្រាប់តាមមកត្រង់មកកាលពីមុនដែលអញសុំបែកពីជាវលូគឺដោយសារតែប្រុសក្មេងម្នាក់នេះមែនទេទើបអញសុំគេបែកនោះបើលោកតាចង់គិតបែបហ្នឹងវាហាក់ដូចជាគ្មានបញ្ហាអីដែរ
លោកតាមានអីនិយាយគ្នាបានកុំប្រាហឹង្សាអីនាងចេញទៅឲ្យផុតពីមុខខ្ញុំទៅបើតាដេញខ្ញុំចេញក៏បានយ៉ាងយូរឯងជួយមើលថែលោកតាផងណាតែខ្ញុំមិនអាចមានសេរីភាពសម្រាប់ខ្លួនឯងបន្តិចទេក្នុងនាមជាអ្នកស្នងរដ្ឋត្រកូលអភិជនហេតុអីត្រូវស្ដាប់តាមការបញ្ជារបស់ពួកគេគ្រប់រឿងបែបនេះខណៈដែលនាងកំពុងអង្គុយអោនមុខចុះស្រាប់តែមានស្រមោលមនុស្សប្រុសម្នាក់ដើរចូលមកឈរពីមុខនាងលោកស្រីលិនហេតុអ្វីបានជាអ្នកមកអង្គុយនៅទីនេះដើរលេងផ្ដេសផ្ដាសស្រូបខ្យល់អាកាសបន្តិចអូអញ្ចឹងលោកស្រីបន្តចុះខ្ញុំត្រូវទៅប្រចាំការយាមទៀតហើយចាំបន្តិចខ្ញុំចាំថាផ្ទះរបស់អ្នកនៅក្បែរនេះមែនទេអីគេទៅថ្ងៃមុខខ្ញុំនឹងមកនៅទីនេះហើយអីគេចិត្តរៀបការជាមួយគ្នាទៅហើយតើមិនអាចរស់នៅជាមួយគ្នាបានទេសំខាន់គឺអ្នកមើលចុះខ្ញុំមិនបានរៀបចំភួយឬរបស់ព្រៀបដូចនោះសម្រាប់អ្នកផងដណ្ដប់ជាមួយគ្នាតែម្ដងទៅបន្ទប់ទឹកណែណាខ្ញុំទៅងូតទឹកហើយលោកស្រីលិនដើរចូលទៅក្នុងបន្ទប់ទឹកនិយាយម្នាក់ឯងប្រហែលជាខ្ញុំយល់សប្តិទៀតហើយដឹងលូហ្វានក្តិចដៃខ្លួនឯងហើយដើរទៅបើកទ្វារមុខផ្ទះស៊ូយ៉ាហេតុអ្វីបានជាអ្នកមកទីនេះឃើញថាម៉ោងនេះអ្នកត្រូវធ្វើការវេនយប់ខ្លាចថាអ្នកមិនទាន់បានញ៉ាំអីទើបខ្ញុំទិញអីញ៉ាំខ្លះយកមកអរគុណច្រើនណាស់ខ្ញុំមានរឿងខ្លះចង់និយាយជាមួយអ្នកតើអាចចូលទៅខាងក្នុងបានទេរឿងនេះមិនសូវល្អទេដឹងចុះបើមានគេយល់ច្រឡំតើធ្វើម៉េចទៅតាមពិតទៅខ្ញុំស្រាប់តែលោកស្រីលិនដើរចេញពីបន្ទប់ទឹកទាំងរំកន្សែងពូកោលូហ្វានសាប៊ូងូតទឹករបស់អ្នកលោកស្រីលិនអ្នកក៏នៅទីនេះដែរចូលមកអង្គុយលេងជាមួយគ្នាទៅខ្ញុំនៅមានការត្រូវធ្វើទៀតខ្ញុំសូមមិនរំខានទេស្រីល្បិចច្រើនចង់មកដណ្ដើមប្រុសពីបងស្រីរងចាំ10ឆ្នាំទៀតទៅបានមកពីណាស៊ូយ៉ាទើបតែយកមកឲ្យអំបោះមិញហ្នឹងលោកស្រីលិនឆក់យកថង់នំរួចបោះចូលធុងសម្រាមកុំញ៉ាំអាហារគ្មានប្រយោជន៍ទាំងនេះច្រើនពេកមិនល្អចំពោះសុខភាពទេអញ្ចឹងក៏ហើយទៅយប់នេះអ្នកគេងលើសាឡុងទៅមែនតើអ្នកមិនបាននិយាយថានឹងគេងជាមួយគ្នាទេអំបោះមិញដោយសារតែស៊ូយ៉ារបស់អ្នកធ្វើឲ្យពិន្ទុចាប់អារម្មណ៍ត្រូវបានកាត់អស់ហើយលូហ្វាណាអូស៊ូម៉ោងធ្វើការលួចដេកត្រូវកាត់ប្រាក់ខែសុំទោសប្រធានកាលពីយប់មិញខ្ញុំដេកមិនសូវលូកគ្មានស្មារតីធ្វើការបន្តិចសោះសំមុខហើយដែលធ្វើត្រឹមតែជាសន្តិសុខបាទអ្វីដែលប្រធានប្រដៅគឺត្រឹមត្រូវហើយប្រធានសន្តិសុខអង្គុយចុះរួចលើកទូរស័ព្ទមើលព័ត៌មាននិយាយម្នាក់ឯងរូបរាងខាងក្រោយមួយនេះមិនក៏មើលទៅដូចជាស្រដៀងភ្នែកម្លេះទេប្រកាសជាខ្ញុំគិតច្រើនហើយលោកស្រីលិនមើលប្រហែលជាមិនភ្នែកខ្ពស់ដល់ថ្នាក់ជ្រើសរើសគេនោះទេស្រាប់តែលេខាសាស្រីបើកទ្វារចូលមកលូហ្វានលោកស្រីលិនឲ្យមកហៅអ្នកទៅជួបភ្ញាក់ផ្អើលយ៉ាងខ្លាំងរកខ្ញុំមែនហើយប្រញាប់ទៅលូហ្វានក្រោកឈរដើរចេញទៅជាមួយលេខាស្រីប្រធានសន្តិសុខរៀបនឹងដើរតាមប្រធានសុនលោកមិនបាច់ទៅទេអារ៉ាខ្ញុំទៅជួបបារីមួយដើមទីនេះគ្មានមនុស្សទេលោកជួបនៅទីនេះតែម្ដងទៅកំពុងធ្វើការតាសាឲ្យខ្ញុំមកធ្វើអីប្រយ័ត្នអេរិយាបថផងខ្ញុំជីជើហ្វាយនីរបស់អ្នកណាលោកស្រីលិនលើកទូរស័ព្ទបង្ហាញរូបភាពគ្រឿងសង្ហារឹមខ្ញុំត្រៀមទិញគ្រឿងសង្ហារឹមថ្មីខ្លះអ្នកមើលបន្តិចមើលមានមួយណាត្រូវចិត្តទេជំនួយការយ៉ាងប្រធានក្រុមប្រឹក្សាភិបាលមកដល់ហើយគួរតែឲ្យលោកស្រីលិនទៅជួបបន្តិចទេលោកស្រីលិនគាត់មិនអីទេខ្ញុំទៅជួបជំនួសចុះបុគ្គលិកបរិះនិងលេខាស្រីដែលចេញទៅប្រធានសន្តិសុខលួចអាចមើលតាមកញ្ចក់ទ្វារបន្ទប់លោកស្រីលិនខ្ញុំចង់មើលណាស់ថាពួកគាត់ទាំងពីរនាក់កំពុងធ្វើអីហ្នឹងមួយនេះយ៉ាងម៉េចដែរ
ក្រែមួយនេះគេងទៅប្រហែលជាស្រួលខ្លាំងហើយឬមួយក៏ទិញអាណាធំបន្តិចទៅយើងមិនក៏លឺអ្វីសោះអីចឹងប្រធានសន្តិសុខរុញទ្វារចូលហើយដួលប្រពាក់ប្រពន្ធលើឥដ្ឋស្រាប់តែឃើញលូហ្វាននិងលោកស្រីលិនកំពុងឈរអោបគ្នាយ៉ាងជិតស្និទ្ធភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយធ្វើជាក្រោកឈររៀបចំខោអាវអាយ៉ាចម្លែកណាស់ចុះហេតុអ្វីបានជាបន្ទប់ធ្វើការនេះគ្មានមនុស្សអីចឹងអ៊ីនលីភ្ញាក់ផ្អើលហើយស្ទាបបកពួកយើងអំបាញ់មិញគ្មានអីទេគ្មានអីទេចាំបន្តិចលោកស្រីលិនទាញលូហ្វានរញ៉ៃញ៉ៃរួចច្រានគេឲ្យដួលអង្គុយលើសាឡុងហើយនាងឡើងមកអោបពីលើបេះដូងលោតញាប់មុខឡើងក្រហមលោកស្រីលិនអ្នកកំពុងធ្វើអីហ្នឹងអង្អែចង្ការលូហ្វានហើយនិយាយខ្សឹបហើយបងស្រីមកបងលូអ្នកចេញពីធ្វើការហើយអ្នកមានការអីមែនទេគ្មានការអីទេគឺថាបងលូអ្នកមើលចុះពួកយើងក៏ស្គាល់គ្នាយូរដែរបើមានពេលជួយនិយាយសរសើរខ្ញុំប៉ុន្មានម៉ាត់នៅចំពោះមុខលោកស្រីលិនផងខ្ញុំក៏គួរតែបានឡើងតំណែងអីនឹងគេដែរចាំមើលសមត្ថភាពរបស់អ្នកចុះបាត់ល្អហើយបងលូនិយាយម្នាក់ឯងទាំងញឹមបងស្រីម្នាក់នេះកាច់សាហាវខ្លាំងណាស់រូបរាងអញក៏មិនអន់ដែរតើហេតុអីបានជាលោកស្រីលិនមិនស្រឡាញ់អញចេះចាំបន្តិចអំបាញ់មិញនាងថាលិនមូស្វេនាងស្រឡាញ់អ្នកណាលេខាសាស្រីសម្លឹងមើលទៅក្នុងលូហ្វានដែលកំពុងដើរចេញទៅឆ្ងាយរួចយកដៃខ្ទប់មុខនិយាយទាំងភ័យស្លាប់ហើយពីនេះហើយលោកប្រធានកុំខឹងអីឲ្យខ្ញុំមិនខឹងយ៉ាងម៉េចកើតឯងមើលចុះនាងទៅស្រឡាញ់អ្នកណាមិនស្រឡាញ់បែរជាមកស្រឡាញ់អាលូហ្វានជាសន្តិសុខតូចតាចនោះទៅវិញលេខាស្រីដកទូរស័ព្ទមកចុចទេអំបាញ់មិញខ្ញុំដូចជាឮសំឡេងទូរស័ព្ទរោតមិនបាច់ខ្វល់ទេញ៉ាំបាយហើយសឹមគិតទៀតដេទុកឲ្យខ្ញុំខ្លះផងហេតុអីបានជាអ្នកទាំងពីរមិនព្រមទទួលអីចឹងលោកប្រធានដើរមកដល់មុខទ្វារបន្ទប់រួចជួសទ្វារក្តាំងលូហ្វានមានគេជួសទ្វារខ្ញុំកំពុងលាងចានជួយទៅបើកទ្វារបន្តិចទៅលោកតាអាលូហ្វានចង្រៃគោកនោះណែណាឲ្យវាវើចេញមកជួបអញភ្លាមលោកតានិយាយស្អីហ្នឹងចៅស្ដាប់មិនយល់សោះមានរឿងអីមើលឃើញលោកតាហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកតាសម្លឹងមើលលូហ្វានដោយភ្ញាក់ផ្អើលនិងអស្ចារ្យចិត្តអាលូលោកតាអញ្ជើញពិសាតែសុំទោសលោកតាខ្ញុំគឺលូឆេនហើយក៏ជាលូវែនដែរហើយក៏ជាសន្តិសុខតូចម្នាក់ដែលស្ទើរតែធ្វើឲ្យលោកតាឆ្អល់ពោះនោះដែរប្រសិនបើថ្ងៃនេះតាហាមិនមកទេតើពួកឯងបំរុងលាក់បាំងតាមួយជីវិតមែនទេដើមឡើយថ្ងៃនោះចង់ប្រាប់លោកតាដែរតែអ្នកណាទៅដឹងថាលោកតាខឹងខ្លាំងយ៉ាងនេះផ្ដេសផ្ដាសលូវែនប៉ាត់ឪពុកម្ដាយរបស់ឯងធ្វើការអ្វីដែរគឺជាកម្មករធម្មតាប៉ុណ្ណោះ
លោកតាមិនពេញចិត្តនឹងជីវភាពគ្រួសារយើងទេដឹងថ្ងៃស្អែកពួកគាត់ទំនេរទេតាចង់ជួបមុខពួកគាត់បន្តិចហាលោកតាយល់ព្រមឲ្យចៅនៅជាមួយលោកវ៉ែនហើយនិយាយរឿងឥតប្រយោជន៍ម៉ាក់នឹងប៉ាមកដល់ពេលណាដែរឆាប់នឹងហើយបន្តិចទៀតដល់ហើយតាក្រុមម្នាក់នេះឆាប់ឡើងកូនប្រុសតាមករៀបយើងហើយមិនមែនមកពីអ៊ំអញទេទៀមទាតែទិញកាបូបនឹងកាបូបអ្វីគ្មានអ្វីទេកូនម៉ាក់បិទសិនហើយណាខិតខំបណ្ដោយឲ្យកូនប្រុសរស់ក្នុងភាពក្រីក្ររាប់10ឆ្នាំស្រាប់តែភ្លាមវានិយាយថារៀបការខ្ញុំពិតជាមិនទាន់បានរៀបចំខ្លួនសោះយ៉ាងណាក៏មានទ្រព្យសម្បត្តិរាប់រយក៏ដែរក៏មិនដឹងថាក្មេងស្រីម្នាក់នោះយ៉ាងម៉េចដែរទេតើនឹងបោកប្រាស់លុយកាក់លូវែនឬអត់មិនក៏មានអារម្មណ៍ថាប៉ាម៉ាក់ប្លែកម្លេះសងលេងអញលេងដែរអញភ្លាមអញធ្វើស្អីហ្នឹងមានរឿងអីលូវែនអញមកបានល្អណាស់គឺអញត្រូវទេដែលធ្វើឲ្យស៊ូយ៉ាបែកគ្នាជាមួយអញបែកគ្នាពួកអញបែកគ្នាហើយនៅហ៊ានសម្ដែងទៀតថយចេញគឺធម្មតាខ្ញុំនិយាយខ្លាំងចឹងឯងទៅឲ្យផុតលូវែនអញមិនលេងឯងចោលដាច់ខាតអរគុណរឿងបន្តិចបន្តួចសោះមិនក៏ស្រាប់តែបែកគ្នាជាមួយគេចឹងកាលពី2ថ្ងៃមុនតាមិនល្អជាមួយគ្នាទេប្រហែលមកពីខ្ញុំរកឃើញមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដហើយលូវែនចុងសប្តាហ៍នេះទំនេរទេចង់ទៅមើលការប្រគំតន្ត្រីជាមួយគ្នាទេខ្ញុំទើបតែទិញសម្បត្តិរួចមិនបានទេចុងសប្តាហ៍នេះខ្ញុំត្រូវរៀបការត្រូវហើយដល់ពេលនឹងកុំភ្លេចមកចូលរួមផងខ្ញុំប្រែជាប្រគល់មនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដឲ្យទៅអ្នកផ្សេងដោយដៃឯងសោះខកខានគឺខកខានហើយអ្នកណាប្រាប់ឲ្យនាងមិនចេះថែរក្សាលោកស្រីឈោលួចមើលនៅទីនេះមិនសូវសមទេដឹងអ្នកណាលួចមើលខ្ញុំមកត្រួតពិនិត្យការងារតើចាស់ត្រូវហើយអ្នកដែលបង្កើតពាក្យចាំអារ៉ាមប្រាប់កាសែតកាលពីលើកមុនគឺសងលែងនោះដែរមែនទេរោគមនុស្សប្រដៅគេបន្តិចទៅចាស់លោកស្រីលូវែនហើយនឹងលេងមកពួកឯងចាំមើលតែមុខអញទៅប្រុសក្មេងឯងមិនកើតអីទេមែនទេពួកអ្នកឯងបើករថយន្តរបៀបម៉េចហ្នឹងអត់មានភ្នែកទេសុំទោសផងពួកយើងមកពីក្រៅតំបន់ចឹងហើយមិនសូវស្គាល់ផ្លូវអំបាច់មកនិយាយបង្វែរដានថ្ងៃនេះពួកអ្នកឯងត្រូវតែសងសំណងឲ្យអញនេះជាលេខទូរស័ព្ទក្រុមហ៊ុនខ្ញុំឯងចង់បានលុយប៉ុន្មានចាំនិយាយជាមួយជំនួយការខ្ញុំដោយផ្ទាល់ទៅប្រធានក្រុមហ៊ុន Losheng Group លើសវេឆេងស្ដេចអចលនទ្រព្យដ៏ល្បីល្បាញក្នុងពិភពលោកអ្នកទាំងពីរសូមរងចាំបន្តិចតើអ្នកទាំងពីរចង់ទៅណាដែរខ្ញុំអាចជួយនាំផ្លូវបាន Lens Group តើឯងស្គាល់ផ្លូវទៅទីនោះទេ Len ពួកអ្នកឯងទៅ Lens Group មានការអីដែរកូនប្រុសរបស់ខ្ញុំចង់រៀបការជាមួយប្រធានក្រុមហ៊ុនរបស់ពួកគេចឹងហើយទើបខ្ញុំទៅទីនោះដើម្បីជួបមុខបន្តិចអ្នកប្រុសនៃត្រកូល Losheng ស្រាប់តែស្រឡាញ់ Len Matthew
លើកនេះមុខជាមានរឿងល្អមើលមិនខានលូវែនអញគ្មានផ្លូវព្រៀបជាមួយអ្នកប្រុសតកូលអ្នកមានបានទេចាំមើលលេងម៉ាក់របស់បងឯងចោលទៅហាពួកយើងត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់មួយឈុតដើម្បីទៅជួបកូនប្រុសអូត្រូវហើយមិនក៏ពុកម៉ែមិនទាន់មកទៀតតើមិនថាបានមកដល់ហើយទេអីលូវែនពួកយើងបានជួបគ្នាម្ដងទៀតហើយឯងនេះតែងខ្លួនធ្វើជាម៉មមីឬឯងលូវែនអញប្រមានឯងកុំអួតខ្លួនពេកអញគិតថាលេនមកជិះនឹងរៀបការជាមួយអញពិតមែនឬកុំយកសັບទាំងថ្ងៃអីមានន័យថាម៉េចប្រាប់ឯងតាមត្រង់ទៅអ្នកប្រុសនៃ Lucian Group នឹងសុំលេនមកជួរៀបការឆាប់នេះអញគ្មានឱកាសតតែសោះLucian Group មិនខុសទេលេនមកជិះនឹងបោះបងឯងចោលឆាប់នេះហើយខ្ញុំមិនជឿថាជាវជុលនឹងរៀបការជាមួយអ្នកផ្សេងនោះទេកុំល្ងងពេកលូវែនមើលខ្លួនឯងផងគ្រាន់តែជាសន្តិសុខតូចតាចម្នាក់តើមានអីទៅសំនឹងគេហើយទោះជាលេនមកជួព្រមរៀបការជាមួយឯងក៏ដោយអាសន្តិសុខស្អុយដូចឯងយកស្អីទៅធ្វើឲ្យគេមានគ្រឿងសុភមង្គលកូនប្រុសម៉ែមើលចុះរាងកាយកូនប្រុសខ្ញុំពិតជាល្អណាស់កាលនឹងខ្ញុំនិយាយថាម៉េចធ្វើជាសន្តិសុខពិតជាមិនខុសមែនទាំងស្រួលហើយថែមទាំងបានហាត់ប្រាណទៀតត្រូវហើយកូនចុះមិត្តស្រីកូនមិនថារៀបការទេគឺម៉ែគិតមើលទៅបោះបង់ចោលវិញទៅខ្ញុំមិនសមនឹងគេទេលូវែនអ៊ំប្រុសអ៊ំស្រីអញ្ជើញអង្គុយជាវចូលឲ្យឯងនិយាយមើលឯងជាប្រធានក្រុមហ៊ុនធំយ៉ាងនេះតើឯងមើលឃើញកូនប្រុសខ្ញុំដោយរបៀបណានេះប្រហែលជាមានមូលហេតុផ្សេងគ្នាហើយមើលទៅហើយខ្ញុំយល់ថាសេចក្តីស្នេហាមិនពាក់ព័ន្ធនឹងឋានៈនោះទេឲ្យតែស្មោះស្ម័គ្រនិងចូលចិត្តគ្នាគឺបានហើយហាមើលចុះកូនប្រសាខ្ញុំពិតជាដឹងកាលៈទេសៈមែនឯងមិនរំលងពួកយើងថាជាកម្មករសំណងគ្មានលុយទិញផ្ទះទិញឡានឲ្យពួកឯងទេពួកអ៊ំគ្មានលុយតែខ្ញុំមានតើខ្ញុំទើបតែបាននិយាយតើថាវា encrypted មិនពាក់ព័ន្ធនឹងឋានៈនោះទេចុះកូនប្រុសខ្ញុំទៅណាហើយប្រហែលជាទៅបន្ទប់ទឹកហើយម្ដាមខ្ញុំចេញទៅមើលបន្តិចខ្ញុំយល់ថាក្មេងស្រីម្នាក់នេះល្អណាស់ត្រូវតែប្រញាប់ឲ្យកូនប្រុសយើងរៀបការភ្លាមអញ្ចឹងចាំខ្ញុំចាត់ចែងបន្តិចចុចទូរស័ព្ទលោកប្រធានលោកតើមានការអ្វីបញ្ជាដែរឬទេឯងទៅបញ្ចេញដំណឹងទៅថា Lucian Group ចង់ភ្ជាប់ពាក្យជាមួយត្រកូលលឿនហើយកុំទាន់ឲ្យទម្លាយអត្តសញ្ញាណរបស់អ្នកប្រុសតូចឲ្យគេដឹងឲ្យសោះអាសន្តិសុខស្អុយដូចឯងយកស្អីទៅធ្វើឲ្យគេមានសុភមង្គលលូវែនគឺអូនលួចលេងទូរស័ព្ទកិច្ចវិម៉ោងធ្វើការមិនខ្លាចខ្ញុំកាត់ប្រាក់ខែទេលីឈប់ពីការងារក៏ល្អដែរចាំពេលក្រោយអូននាំបងរៀនពីរបៀបគ្រប់គ្រងក្រុមហ៊ុនជាមួយគ្នាមិនមែនទេខ្ញុំបានគិតគូរយ៉ាងល្អិតល្អន់ហើយឋានៈពួកយើងខុសគ្នាតាមដាច់ស្រឡះមិនសមនឹងនៅជាមួយគ្នាទេលូវែនបងចាត់ទុកអូនជាមនុស្សបែបណាបងគិតថាអូនខ្វល់ពីទាំងអស់ហ្នឹងឬរវាងពួកយើងដើមឡើយវាគ្រាន់តែជារឿងកំ pl ែងមួយប៉ុណ្ណោះបញ្ចប់វាឲ្យបានឆាប់គឺល្អសម្រាប់ភាគីទាំងសងខាងបាននេះជាពាក្យដែលបងនិយាយខ្លួនឯងទេណាបើបងមានសមត្ថភាពដើរចេញពីអូនហើយកុំត្រឡប់មកវិញឲ្យសោះបើបងមានសមត្ថភាពដើរចេញពីអូនហើយកុំត្រឡប់មកវិញឲ្យសោះមកក្បាលរួចដើរចេញលូវែនបើបងដើរចេញទៅខ្ញុំមិនឲ្យឱកាសបងជាលើកទី2ទៀតទេមានតែអ្នកប្រុសតូចនៃ Lucian Group ទេទើបសមនឹងនាងខ្ញុំមានដើមកំណើតទាបថោកមិនអាចផ្ដល់សុភមង្គលអ្វីឲ្យនាងបានឡើយរកគេឃើញនៅលេខានៅទេអាលូវែននេះខ្ញុំគ្រាន់តែនិយាយខឹងមួយម៉ាត់ពីរមិនក៏គេទៅចោលមែនទេអញ្ចឹងលោកតាអីគេ
ភ្ជាប់ពាក្យជាមួយ Lucian Group លោកតារឿងភ្ជាប់ពាក្យនឹងវាយ៉ាងម៉េចហើយអ្នកប្រុសតូច Lucian នឹងជានរណាខ្ញុំស្គាល់គេច្បាស់ណាស់មែនទេអញកុំប្រញាប់អីតាក៏ទើបតែទទួលដំណឹងនេះដែរខ្ញុំមិនខ្វល់ទេលោកតាឲ្យពួកនោះបកក្រោយភ្លាមទៅក្រៅពី Louvain ខ្ញុំមិនការជាមួយនរទាំងអស់អញស្រឡាញ់គេដល់ថ្នាក់នឹងផងអូខេតាដឹងហើយអញត្រឡប់ទៅក្រុមហ៊ុនវិញមុនចុះចំអែកខាង Lucian តានឹងរកវិធីដោះស្រាយលឿនមកជូដាចេញទៅលោកតាចុចទូរស័ព្ទលោកប្រធានលោកចម្លើយរបស់ជាចូលលោកបានឬអស់ហើយមែនទេល្អណាស់ពួកយើងពេញចិត្តខ្លាំងណាស់ចង់ផឹកស្រាទេខ្ញុំជូនឯងចិត្តល្អម្លេះយ៉ាងណាក៏យើងជាមិត្តរួមថ្នាក់ចាស់នឹងគ្នាដែរអញ្ជើញឯងផឹកមួយកែវមានអីប្លែក Louvain ផឹកស្រារួចក៏សន្លប់ដួលទៅលើឥដ្ឋចុងក្រោយឯងធ្លាក់ចូលក្នុងដៃអញរហូតតតែបានបងសងទូរស័ព្ទខ្ញុំដាក់នៅទីនេះហើយអ្នកទាំងពីរជួយកំដរគេលេងឲ្យសប្បាយទៅយកទេបងសងកុំបារម្ភអីពួកយើងជំនាញខាងនឹងស្រាប់ហើយ Louvain អញចេះលួងលោមចិត្តមនុស្សស្រីណាស់តាថ្ងៃស្អែកអញនឹងយកវីដេអូនេះបង្ហោះលើអ៊ីនធឺណិតធ្វើឲ្យអញខ្មាស់គេអាម៉ាស់មុខឲ្យខ្សែតែម្ដងអញប្រកាសទេថា Louvain នឹងមកទីនេះកុំបារម្ភអីខ្ញុំមិនច្បាស់ពី Louvain ទេអីសងលេងរត់ធ្វើអីធ្វើបាបគេឲ្យភ័យមែនទេ Louvain នៅណា Louvain ស្អីខ្ញុំមិនដឹងទេឈប់នៅក្នុងបន្ទប់វេបលេនមកជុនាងចូលទៅឥឡូវនេះបើឃើញអ្វីមិនគួរបែបណាកុំបន្ទោសថាខ្ញុំមិនបានប្រាប់ឲ្យសោះឯងធ្វើស្អីគេខ្ញុំអាចធ្វើស្អីគេបានមកពីគេស្រវឹងខ្លួនឯងតើមនុស្សប្រុសណាផឹកស្រាបន្តិចបន្តួចធ្វើរឿងជ្រុលជ្រូខ្លះជារឿងធម្មតាតើលេនមកជូដើរទៅបើកទ្វារបន្ទប់វេបខ្ញុំមិនជឿពាក្យផ្ដេសផ្ដាសរបស់ឯងទេលើសពីនេះ Louvain មិនមែនជាមនុស្សប្រភេទហ្នឹងទេលេនមកជូបើកទ្វារចូលទៅឃើញស្រីស្រែកភ័យនិងឃើញ Louvain រងរបួសកុំចូលមក Louvain ឯងយ៉ាងម៉េចហើយមិនក៏ហូរឈាមច្រើនម្លេះខ្ញុំមិនអីទេ Louvain ជ្រូដប់ស្រាធ្លាក់នឹងសន្លប់ត្រង់បន្តិចទៅខ្ញុំជូនឯងទៅមន្ទីរពេទ្យ Louvain ត្រូវថ្នាំលោតទៅអប់នឹងថាប់លេនមកជូLouvain ដឹងខ្លួនឡើងប្រឡែងដៃមិនក៏ទៅជាបែបនេះប្រាប់មកឯងធ្វើស្អីបងប្អូនឯងខ្ញុំគ្រាន់តែដាក់ថ្នាំប្រភេទនោះបន្តិចបន្តួចតើអ្នកណាទៅដឹងថាក្រពើនឹងដាច់ចិត្តលើខ្លួនឯងថ្នាក់នឹងបរោះហៅកាក់ដកដេញវីសងលែងប្រញាប់ជួយមនុស្សសំខាន់ជាងកុំខ្វល់ពីគេអី